ប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាប់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកសម័យដែលយើងទទួលនៅភាពសុខដុមរមនាបាត់បង់ទាំងសន្តិភាពប្រជាពលរដ្ឋក្រោយមកសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មត់ថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិអីយើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែដូចមុនមកហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងវាអត់អោនយើងនៅតែដល់ខ្មែរជំនាន់មុនជាតិខ្មែរយើងគិតអញ្ចឹងដែរនេះយើងកោតពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងខ្មែរជំនាន់មុនប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នាកាលពាក្យថាជនជាតិខ្មែររហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរតែក្រោយមកអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរក្សត្រសម័យមុនទេយើងមិនឲ្យតម្លៃចំពោះយើងមិនឲ្យតម្លៃជនជាតិមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រនៅផ្នែកនុបការៈប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេយើងប្រើពាក្យថាខ្មែរចំពោះប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេទាំងដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាដែលយើងប្រើពាក្យតាមលទ្ធភាពទោះបីយើងមិនអាចទៅដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ដែលយើងការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបៃដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបាត់នៅគុណូបការៈវិញពីការរបស់វីរៈសមណៈដែលព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីរបស់នៃគម្ពីរប្រត្រៃបៃដកឲ្យបានមកជាខេមរៈភាសាក្នុងការនៅញើសដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកតម្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញឲ្យព្រោះថាប្រត្រៃបៃដកសប្តាហ៍ថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ឡើងវិញពីដើមដាក់សារាចរឲ្យចេញអំពីបៃដកសប្តាហ៍ថ្ងៃពុទ្ធសាសនាបណ្ឌិតការបោះពុម្ពផ្សាយប៉ុន្តែសប្តាហ៍ថ្ងៃដោយមានឬក៏កន្លងមកគឺថាដាក់សារាចរមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យសារាចរតាមវត្តអារាមនេះប៉ុន្តែសប្តាហ៍ថ្ងៃអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតដឹងជាយកថាគាត់បីតែបង្កើតឲ្យមានឡើងវិញនៅក្នុងជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបីដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចថាគាត់បីតែដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយទៀមផ្ទាត់នៅអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យទៀមផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យខុសប្រើពាក្យថាការទៀមផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតតែសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាទៀមផ្ទាត់ប៉ុន្តែទៀមផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ប្រត្រៃបៃដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬយើងគ្រាន់តែពិនិត្យថាទើបយើងប្រើប្រាស់ថាជាការពារទើបមានការខ្វះចន្លោះហើយបន្តខ្វះឬបាត់បង់ក្រុមជំនុំបត្រៃបៃដកនេះបន្តការប្រែយើងប្រើប្រាស់ថាជាការពារនៅ
công ty đầy cá hạt hạt tha vô chỉ điệp xem đầm bay chia sẻ cái đây phần dốt một tiêm toát trong cuộc đặt lại bay đó chắc ba miếng sầm đô xu thải dương vô bay được tiêm toát đặt lại bay đó thả vô nơi hạt tha đầy cá vô đập bay bốc tiêm toát pi cá phần dốt rồi bọc đặt lại bay đó pro tiện đau rồi bọc cột đầy cá và ông sập đai chỉ buôn bột thế và ông sập đai trong cuộc một nô đại miềnปัญญาจะให้ขนมสมัยเนาะสลับหากีนั้นยุลกลายมาเทียบประเดี๋ยวห้องกลายลูกสมัยจมพวกบุคคลได้สลับลูกยุลขนมสมัยหรอปะลูกจังกระการอธิบายการอธิบายนั่นคือสำหรับเรื่องประอาในการโยนจะเนี่ยเซมเซได้อธิบายเอาปีประไตรใบดอกนั่นไงจังชีวิตการอธิบายข้อเอาปีกลำสาด้านในประไตรใบดอกเดือดเยื้องในการปลายบนเทมในประอาในการโยนจะเนี่ยนำไปโยกหมดการอธิบายข้อchỉ tiền đào muối nòng cá tiền tuột này phải lại bạch đó chiên viên cá bọc khoan bọc lưng đôi dương biên rừng mùi chùm luôn đại ca lan có lo mà hỏi tí ca phần vô khó phí ác này của sát na rồi chỉ ca phần vô na của quân sát na mình ao tầm lấy từ lưới và trai bay đó rồi có thà mình ao tầm lấy từ lưới và xong ấy chẳng nó cứ sát đại ca phần vô lại không phí lâm xa này trai bay đó này chân đầm bay chiên viên anh dạy tiếp bài năng tiết đấy chiên viên ca cô không ông pi lâm xa này quật cả ba chả năng tiết đấy trước để tư dương trâu tè ở viên làng vinh được không chùm núng đầm bay vì nứt tiền toa chiên viên ca thì bài khổ ở đây không hay dương hoặc bên sự tham bằng môi đại từ riêng đại từ tục cắt đại từ tiền toa anh ấy cứ thà chiên viên non lủng full đại ở cao chỉ riêng không bàn dương cân mới xong bay để bật đi miền ở đó thật không mà nơi hai nhưng cả đau có trâu miền công rất xa đó thật không mà nơi công rất xa ông chào con cứ đang bay vì nứt tiền toát ca nó có ca pra để cho bác nâng miền tầm làm hiệp nâng bọc góc đôi từ đào đợt rầm tới tam cô ca cho bác để trong bàn hai đến nơi nâng cái bậc ca đại viên tha ban nâng ông cái ông nâng lại mến bậc ca đại viên cho bác hai miền tờ la ca trong là cắt tua vô tam để nơi khi ở đây cái trường miền ông công chùm nông trang công vì nứt mưa lư trang công để cắt sẽ cái đây rồi hôm đó miền công rất xa rồi không mình luôn vậy đến đưa tầm miền được không chiên viên cà ra không bị tiền đau này cho bác đại bàn chảy chân cứ là công chùm nông bật lại tại đó đại kỳ bóng rong nâng cao nó cứ tương đau chiên viên bóng không bị tiền đau này cho bác thể ra còn đôi chiếc cả đạp xong là để vua bằng nó sẽ có ông mốc tại miền tiền đau nông ca ca bia mình miền tiền đau nông ca lục bóng bạc thế từ ca bia ông pi ca pra khó ông pi bật ở vai chân na ở ca sập sai khó ông bị gọi thầy vị để vô cả đây nên bên trái đây cho vị để vô kia mọi vị để vô cả tê dưới từ cá cầm lăng cô là cá nông sóc kia chồng bò chia biết ca chồng này ai bờ sân đây một vị để vô sóc dưới họ miền cầm lăng cô là cá mấy kia cột tròn thế kia để chui cầm lăng cô là cá ti càng cao màu thái thì khác cô cầm lăng cô là cá ti càng cao biết phải thay hú phi ở đây màu khác vì nãy cái trong màu ăn rồi trong hạ thì qua trong rồi cái tua tiền để sọc dưới biết ở để chân từ cầm lăng cô là cam đấy chơi ta chồng bò hay cầm lăng cô là cam sắp ngay mình trời ca cầm lăng bài tại mình một tê trời ca cam mà co chúng liền phải cam mà co chúng ní cái đó từ từ ban ca ốc rung chân ca ốc rung không này na cái đó mình tha sasna mình tha này một con để cha na cha ấy thế cứ ta tiêm tía ao lướt cầm ô ca ốc rung hay ca ốc rung đấy cứ chăm bạch ở trong cái ná sông và kiên từ cựu cha đại cam tích hà sớm sao mà năm này sớm về na cho con biết bao mà rồi đẹp chiên ha chừng chân của cô na con mình cha về để cho con sắp màu bị cao trái cọp bay đầy
សហការជាមួយនឹងកម្លាំងសមត្ថកិច្ចជាពិសេសអធិការក្រុងក៏ដូចជាមេប៉ុស្តិ៍ស្អីហ្នឹងពិនិត្យមើលសារធាតុញៀនសិនចាំឲ្យចូលមកគង់នៅគណាក្រុងព្រោះក៏ដូចជា100អង្គបើចូលតែមួយទៅហើយគឺថាពិនិត្យមើលសារធាតុគណា100អង្គតែចូលតែមួយទៅហើយគឺថាយូរឆាប់ទេព្រោះហើយអញ្ចឹង100អង្គបបបីមើលសិនណាពីណាមានដោះស្រាយយ៉ាងហើយតើអត់មានរឿងក្រៅទៅហើយដល់វត្តអារាមកូនណាយូរឆាប់ទេកូនណាព្រោះកូនអ្នកស្រុកមកបួសបើចេញពីអ្នករៀនចប់បណ្ឌិតបរិញ្ញាបត្រអនុបណ្ឌិតអីមកបួសអាហ្នឹងយើងអាចថាវាមិនសូវអីណាប៉ុន្តែអង្គខ្លះដូចតូចៗណាបើហើយជួនកាលមកតាំងពីមិនទាន់បួសហ៎មានតាំងពីមិនទាន់បួសហើយដល់ទៅពេលអស់លុយមកបួសទៅបានលុយទៅគ្រាន់អង្គខ្លះក៏ព្រឹកបន្តអញ្ចឹងជាវាងតែកាលដែលជួនកាលមកតាំងពីមិនទាន់បួសហ៎កន្លែងវត្តតែជាកន្លែងប្រមូលផ្ដុំគ្រឿងញៀនយើងក៏បីដែរពិនិត្យសិនបើណាឬក៏បើដូចវត្តខ្ញុំកណ្ដាលខ្ញុំម្ចាស់3ខែពិនិត្យម្ដងកន្លែងវត្តតែជាកន្លែងប្រមូលផ្ដុំតែបើយើងមានសត្វខ្លាំងអីគាត់តែគេពិនិត្យបន្តិចហ្នឹងព្រោះវត្តខ្ញុំកណាមានថ្មីមករហូតខ្ញុំចាក់កូនសិស្សថ្មីហើយតែបើយើងមានសត្វខ្លាំងអីក៏សំបែបជាអកណកៈមកសុំនៅមកសុំរៀនវត្តខ្ញុំកណាមានឬវត្តខ្ញុំកណាខ្ញុំចាក់កូនសិស្សអត់បើពុទ្ធកៈក៏ពិតមែនប៉ុន្តែក៏សំរៀនទាំងអស់វាលែងតែលោកតាដែលចាប់ពីអាយុ40ឡើងទេតែលោករៀនចប់ឬក៏ថាលោកវាវ័យជ្រេទៅហើយទេបើក្រៅពីហ្នឹងរៀនទាំងអស់សាមណេរតូចរៀនអាយុ7ឆ្នាំ8ឆ្នាំរៀនហ្នឹងមួយខែមួយឆ្នាំបង់សាលាប្រគេនក្នុងមួយអង្គជា1000បើក្រៅពីហ្នឹងរៀនទាំងអស់សាមណេរអាយុដែលរៀនឆ្នាំសាលាលោកក្នុងមួយអង្គជា1000ក្នុងមួយឆ្នាំឲ្យរៀន7 8 4 10អង្គទៅឃើញហើយអញ្ចឹងបើថាមួយអង្គមួយឆ្នាំ1000គ្រាន់តែ10អង្គមួយឆ្នាំជា10000ណាហើយនៅប្រសំដែលលោកចូលដល់អនុវិទ្យាល័យវិទ្យាល័យនិងមហាវិទ្យាល័យផ្សេងទៀតឆ្នាំជា10000អាហ្នឹងគឺរាប់លេខអស់នៅប្រសំដែលលោកអញ្ចឹងគឺថាការអប់រំហ្នឹងគឺថាមិនស្ដាយទេក្នុងការអប់រំប៉ុន្តែអប់រំមនុស្សដែលត្រឹមត្រូវអញ្ចឹងជាវាងទៀតក្តៅក្រហាយក្នុងវត្តក៏ដូចជាការអាប់អោននៃតម្លៃពុទ្ធសាសនាខ្ញុំកណាប្រគេអញ្ចឹងថាពិនិត្យទៅសហការគ្នាជាមួយនឹងអធិការក្រុងទៅមនុស្សដែលត្រឹមមុននៅបើកកងបើកវេសនការប្រមូលទាំងអស់ដូចជាការឲ្យបើមានឲ្យអធិការស្ងាត់ដោះស្រាយកិច្ចការនេះហ្នឹងទៅការពារប៉ុន្តែបើមិនមានទេគឺការពារទៅ3ខែឬ6ខែរៀនម្ដងទី1ដើម្បីធានាឲ្យបានថាធនធានមនុស្សដែលយើងកំពុងតែបណ្ដុះនេះមិនមែនជាឆ្លៀងរបស់សង្គមទេតែថ្ងៃមុខគឺនឹងបានទៅជាឆ្អឹងរបស់សង្គមឬក៏សរសៃឈាមរបស់សង្គមអញ្ចឹងបញ្ហានេះវាមិនមែនលើកបើកកាយអីទេប៉ុន្តែប្រសងបងប្អូនអ្នកស្រុកដូចគ្នាហ្នឹងហើយរបស់សង្គមហើយពីមុនអ្នកប្រាជ្ញអញ្ចឹងភាគច្រើនមានកតិបណ្ឌិតចង់រៀនចង់សូត្រក៏រត់មកបួសមកសុំបួសប៉ុន្តែសប្តាហ៍ថ្ងៃខ្វះទីពឹងឬក៏ថាអស់ទីពឹងចោលផ្លូវទៅមកបួសអញ្ចឹងមកពិបាកដែរមនុស្សអញ្ចឹងព្រោះបើយើងដោះស្រាយមុនបង្ការមុនវាងាយស្រួលជាជាងយើងប៉ុន្តែធ្វើឲ្យមានស្រាច់ទៅទីពឹងហើយជេរដល់ជេរលោកក៏ជេរដល់ទាំងអស់ហើយអញ្ចឹងពិបាកដែរលោកអញ្ចឹងធ្វើឲ្យលាក់ជាប់ពុទ្ធសាសនាអី1 2អីចឹងទៅប៉ុន្តែតាមពិតគឺអត់អញ្ចឹងទេគឺថាអង្គខ្លះលោកទៅបួសហើយវាកើតរឿងអញ្ចឹងយើងបន្ទោសមិនបានដែរព្រោះក្រុមគ្រួសារមួយណាញាតិញោមពុទ្ធបរិស័ទឲ្យដំលោកទៀលកូនយ៉ាងច្រើនមិនលើស10នាក់ទេក្នុងមួយគ្រួសារកូនយ៉ាងច្រើនតែ10នាក់ចុះយើងបន្ទោសហើយនៅគ្រប់គ្រងអត់អស់ហើយចុះប្រសង់នៃវត្តសាកដាលនេះកូន100ជាកូនអត់ម៉ែគាត់10នាក់ទេក្នុងមួយគ្រួសារយ៉ាងច្រើនតែអត់មេផងមានតែបានហើយកូន100ជាអ្នកឲ្យតែមើលមិនអស់ហើយចុះប្រសង់ហើយកូនកើតមកមិនមែនទៅធំអីប៉ុន្តែគ្នាទៀតពិបាកបដៅណាបើតែកូនតូចស្រាច់មកតែមកស្រួលបដៅខ្លះណាបើធំស្រាច់បានគេយកមកឲ្យទេបើថាបើធ្លាប់ខូចហើយគឺងាយទេងាយនឹងបដៅទេមិនងាយទេអញ្ចឹងដើម្បីជៀសវាងហ្នឹងគឺថាគាត់បីយកចិត្តទុកដាក់ឲ្យបើតែកូនតូចក្នុងរដ្ឋនិតិកាលទី7នេះរបស់រដ្ឋាភិបាលនេះគឺថា
សង្កត់មុនលើវិស័យគ្រឿងញៀនអញ្ចឹងក្នុងវិស័យពុទ្ធសាសនាយើងក៏តែគប្បីតែប្រយ័ត្នប្រយែងលើវិស័យនឹងដែរជៀសវាងការធ្លាក់ចុះនៃតម្លៃរបស់ពុទ្ធសាសនាមានប៉ុណ្ណឹងខ្ញុំកណាសូមប្រគេនពរចំពោះបុគ្គលណាគុណម្ចាស់ព្រះអង្គជាពិសេសព្រះអាដាមសីលញៀនព្រះមេគុណខេត្តទាមានជ័យព្រះទេវសិក្ខាព្រះសិរីរតទេវង្សព្រះជាគណៈគ្រប់ព្រះអង្គព្រះត្រីសង្ឃនិងអាយដាមលោកទាវជាអភិបាលរងជាពុទ្ធសាសនិកបឋមទាំងអស់ដែលមានប្រវត្តិមានក្នុងថ្ងៃសម្ពោធដែលប្រើប្រាស់ឆ្លងនៅសាលាពុទ្ធកបឋមសិក្សានិងពុទ្ធិពិស័យព្រះពុទ្ធរូប5ព្រះអង្គនៅក្នុងនោះខ្ញុំក៏សូមចាប់លទ្ធផលក្នុងវត្តរតនារាមសានណ្ដានោះចំនួន8លានរៀលផងនិងសូមនឹងពុទ្ធិពិស័យចូលជាកសលតែជួយនៅក្នុងកម្មវិធីនេះហើយសូមឲ្យមហាជាពុទ្ធបរិស័ទទាំងអស់បានសម្ប្រកបជួបផ្ទះទៅនឹងពុទ្ធបរិស័ទទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3មនុស្សទេវតាព្រះនិព្វានសាសនានគរនិងសម្បត្តិណានោះសូមកុំឲ្យធៀបធៀបបានតែជាបការៈដល់តែឡើយសូមអរគុណនិងអរគុណខ្ញុំប្រកាសថាតំណាងអង្គពិធីមានសេចក្តីជ្រះថ្លាដល់ក្រៃលែងចំពោះព្រះសង្ឃកតិកាដ៏មានន័យនៃឱកាសនេះដែលរំលឹកចេញនៅតម្លៃនៃគុណធម៌សច្ចធម៌សិលធម៌សុជីវធម៌ព្រហ្មវិហារធម៌ដែលជាធម្មទេសនាដ៏មានអានិសង្សបំផុតផ្សារភ្ជាប់ជាមួយនឹងសង្គមសូមអនុមោទនាជាកិច្ចបន្ទាប់ខ្ញុំកណាសូមរដ្ឋនានិមន្តព្រះធម្មនៈវិស័យចាស់មនីដើម្បីផ្ដល់ព្រះវត្តមានបកុលលិខិតថ្លែងអំណរគុណដល់គណៈសទ្ធាពុទ្ធបរិស័ទទាំងអស់បាទសូមក្រុមការងារទាំងអស់បាទរៀបចំគឺឲ្យគណៈសទ្ធាយើងបាទធ្វើដំណើរឡើងទៅដល់ខាងលិចបាទដែលនៅខាងឆ្វេងដៃព្រះវត្តមានហើយបាទនៅខាងឆ្វេងដៃព្រះវត្តមានហើយបញ្ចប់ក៏ពីទទួលបានលិខិតថ្លែងអំណរគុណហើយធ្វើដំណើរចុះខាងស្ដាំដៃបាទអញ្ចឹងគឺសូមអញ្ជើញមកខាងនេះណាបាទអង្គពូមិញលោកយាយលោកតាទាំងអស់បាទគឺឡើងពីចដាខាងលិចបាទដើម្បីទៅឈរនៅខាងឆ្វេងដៃព្រះវត្តមានរបស់ព្រះសង្ឃធិបតីបាទក្នុងនោះគឺលោកខាត់មេងនិងអ្នកស្រីសុកជន់ហួយបាទសូមអញ្ជើញគណៈម្ចាស់សូមរដ្ឋនានិមន្តប្រពន្ធជាម្ចាស់ផ្ដល់ព្រះវត្តមានត្បិតព្រះអង្គមានប្រកាយហត់នឿយក្នុងកិច្ចការងារសម្ដែងនៅព្រះធម៌ទេសនាដ៏មានអត្ថន័យនេះឱកាសមុននេះបន្តិចក៏ប៉ុន្តែខ្ញុំកណាខ្ញុំបាទទាំងអស់គ្នាក៏សូមទឹកប្រតិព្រះអង្គដើម្បីផ្ដល់ព្រះវត្តមានប្រគល់នៅលិខិតថ្លែងអំណរគុណទៅដល់គណៈសទ្ធាទាំងអស់ដែលជាបាទឧបាសកបាសិកាដ៏មានចិត្តសទ្ធាជ្រះថ្លាលះបង់នៅធនធានតខ្លួនដើម្បីជួយកសាងនៅវត្តរតនារាមរបស់យើងបាទទី1គឺលោកខាត់មេងទី2មហាបាសិកាបណ្ឌិតកុដកុសលបាទនិងមហាបាសិកាកែវសុខមាទឹកឡៃយ័នបាទ3ឧបាមហាបាសិកាឡុងស្រីបាទនិងស្វាមី4អាដាមហងម៉ៅនិងលោកជំទាវពួរសុធា5អាដាមយើងសំណាងនិងលោកជំទាវកុងម៉ាលីឡុងស្រីបាទ6ឧបាសិកាហៅផលគុណព្រមទាំងកូនចៅនិងបាទក្នុងនោះគឺមកតំណាងមួយបាទ7ឧបាសកអែមសុផុនគុំម៉ាលីបាទ8មហាឧបាសិកាពុទ្ធសាសនិកធម្មធឿនច័ន្ទចេតខាតំណាងមួយបាទមហាបាសកសុខសុនមហាឧបាសិកាឯកចម្រើនឧបាសិកាតែសុមាលីមហាបាសកឧបាសិកាម៉ែនស៊ីណាឧបាសិការស់សូរិយាឧបាសិកាអ៊ូស៊ីវឡៃឧបាសិកាម៉ែនស៊ីឧបាសិកាគង់គឹមហុយឧបាសិការស់សូរិយាឧបាសិកាមួយលីឧបាសិកាអ៊ូស៊ីវឡៃឧបាសិកាអៀកឹមហេងការគង់គឹមហុយឧបាសិកាហួតចន្ទធីឧបាសិកាមួយលីឧបាសិការស់ហាន់ឧបាសិកាអៀកឹមហេងឧបាសិកាតាំងហួយការហួតចន្ទធីឧបាសិកាគីចន្ទនារីឧបាសិកាអោគុនធាវីឧបាសិកាសាកំហេងសិកាគីចន្ទនារីឧបាសិកាទួនសេងឧបាសិកាអោគុនធាវីឧបាសិកាលាក់សាវឿនកាសាកំហេងឧបាសិកាប៉ែ
ែនស្រីបាសិកាទួនសេឧបាសិកាសោមសុធម្មាបាសិកាលក់សារៀងបាសិកាបែនស្រីលោកគួចមេងនិងអ្នកស្រីគីសាលោកជាវណ្ដានិងអ្នកស្រីប៉ៅវណ្ណីលោកហុងរស្មីនិងអ្នកស្រីអឹងលីនដាលោកជាវណ្ដាលោកស្រីយូកំជូនេះលោកតាំងកំរិតនិងអ្នកស្រីយូកំហៀននិងអ្នកស្រីអឹងលីនដាឯកឧត្តមយ៉ាងកំហុយនិងអ្នកស្រីយូកំជូសុកគាឬក៏យូគឹមគាបាទតាំងកំរិតនិងអ្នកស្រីយូកំហៀនលោកវិញនិងអ្នកស្រីទឹកចន្ទធានិងអ្នកស្រីយូលោកឧត្តមសេនីយ៍ត្រីបងប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោកវិញជំទាវលឹមមួយគៀវលោកស្រីពៅវណ្ណានិងស្វាមីមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកស្រីសៀងអេលីនិងស្វាមីលឹមមួយគៀវលោកស្រីសៀងអេងឹមនិងស្វាមីស្រីពៅវណ្ណានិងស្វាមីលោកហៃវុធីនិងអ្នកស្រីហ៊ុនសុភីរាស្វាមីលោកមុនលោកសាលីននិងអ្នកស្រីហ៊ុនជឹងមៀនលោកហៃវុធីលោកហ៊ុនលេងខៀងនិងអ្នកស្រីគង់សុវត្ថិទីនមុនលោកសាលីននិងអ្នកស្រីហ៊ុនជឹងមៀនលោកលឹមខៀងនិងអ្នកស្រីមួយហួរលោកហ៊ុនលេងលោកហៀងវុយនិងអ្នកស្រីវត្តអ៊ុយអូនលោកលឹមខៀងនិងលោកវងវុធីនិងអ្នកស្រីទួនម៉ាលីនលោកហៀងវុយនិងម៉ែភៀបអ៊ុយអូនលោកយាយជីនៅវត្តផ្សារកណ្ដាលលោកសម្រាប់គង់និងអ្នកស្រីណារិនទួនម៉ាលីនអ្នកស្រីស្រៀងនិងស្វាមីលោកស្រីប៊ុននីចន្ទានិងកូនចៅលោកស្រីសូចន្ទធូនិងកូនចៅអ្នកស្រីស្រៀងឧបាសិកាឈីវបួយនិងកូនចៅលោកស្រីប៊ុននីចន្ទាលោកស្រីម៉ាក់សូនីនិងកូនចៅលោកស្រីសូចន្ទធូលោកស្រីញុំទូចនិងបងប្អូនលោកស្រីអៀតខេងនិងកូនចៅលោកស្រីសសារ៉មនិងកូនចៅលោកអ៊ុយអ៊ូនិងអ្នកស្រីអ៊ូរីណាលោកលេងប៊ុនហួននិងភរិយាលោកសេងនួននិងអ្នកស្រីថៃលីលោកវ៉ាជឹមណារ៉េតនិងអ្នកស្រីសៅកំសានលោកហេងថននិងអ្នកស្រីលីណាលោកស្រីជេងដាលីននិងឧបាសិកាហាអូនបាទសូមអង្គពិធីទាំងមូលអបអរសាទរនិងអនុមោទនាក្នុងពិធីប្រគល់នៅលិខិតថ្លែងអំណរគុណបាទសូមអនុមោទនាជើងតឧបាសិកាលោកចៅសង្កាត់ប៉ោយប៉ែតបានជើងចៅសង្កាត់ប៉ោយប៉ែតនៅលោកអ៊ុយអ៊ូបានជើងតលោកចៅសង្កាត់ប៉ោយប៉ែតវ៉ាជឹមរ៉េនិងលោកស្រីចៅសង្កាត់អូជ្រៅបងខ្ញុំកណាសូមការផ្សាយបង្គំប្រកេននិងសូមជម្រាបជូនដល់គុណជាម្ចាស់និងអស់លោកលោកស្រីទាំងអស់បានជឿថាកម្មវិធីបន្ទាប់ក្រោមព្រះវត្តមាននៃការប្រគល់លិខិតថ្លែងអំណរគុណរបស់ព្រះធម្មរណវាសីចន្ទមនីគឺមានពិធីកាត់ដុំសីមាចំពោះព្រះបដិមាទាំង5ព្រះអង្គគឺព្រះកកសន្ធោព្រះគោតោនិមនោព្រះកសបោនិងព្រះសមណគោដមព្រមទាំងព្រះសហាមេត្រីអញ្ចឹងខ្ញុំកណាសូមរាប់រៀននិមន្តប្រគុណជាម្ចាស់ព្រះវត្តមានសង្ឃធិបតីព្រះធម្មមវនវាសីចន្ទមនីអង្គនិមន្តកាត់ដុំសីមាដល់ម្ចាស់ចំចំណងគុណចំពោះគណៈចាត់តាលោកសុបាស្ដាប់ព្រឹកបងក្រោយពីថតនៅលោកសាវីចក់យើងបន្តទៅកាត់ដុំនិមិត្តសីមាព្រះអង្គ5អង្គហើយក្នុងនោះមានដុំកណ្ដាលគឺក្រមបរិធបតីក្រមរដ្ឋបតីជារបស់ពុទ្ធរបស់ធម្មវណ្ណវិស័យព្រះអង្គគ្រូសាមនីជាបតីជាមួយឯកឧត្តមហងម៉ៅជាព្រះអង្គកណ្ដាលព្រះអង្គកណ្ដាលនេះឯកឧត្តមហងម៉ៅហើយបន្តទី1
លោកស្រីឯកចម្រើនខាវិនព្រះអង្គទី1ក៏សំភោទី2តំណាងទី2កាត់សមាទី2លោកតាំងកម្រិតនិងបងប្អូនគ្រួសារហើយដូចឈ្មោះឲ្យនៅដល់ព្រះអង្គទី2កោរយៈបដោទី3គឺឡំហងម៉ៅជាម្ចាស់សភានិងព្រះធម្មវណ្ណវិស័យចាន់រីជាធម្មតាក្នុងអង្គកដាលកាសបោសាមណគោដំលោកខាត់មេទី4ចឹងដូចឈ្មោះឲ្យទៅចប់កន្លែងមួយណាទី4លោកខាត់មេទី5ព្រះអរិយសាស្ត្រមេត្រីមហាបាសិកាតែសុមាលីហៅគួយទី5សូមអញ្ជើញទៅតាមហើយប្រសង5ព្រះអង្គសម្រាប់ពីយ៉ាងតោហើយអញ្ចឹងក្នុងពិធីកាត់និមិត្តសេនាព្រះអង្គប្រាប់ព្រះអង្គដើម្បីសន្មតថាថ្ងៃជុំថ្ងៃជ័យសាជ័យភពជាសន្មតឲ្យយើងជួយយើងអ៊ីធីជាស្ថាបនិកកសាងវត្តក្នុងក្រុងបរតៃនេះច្រើនណាទៅជួបជាមួយព្រះអង្គធម្មវណ្ណទាស័យបណ្ដារបស់បើទៅវាភ្លេចហើយចឹងនេះជាថ្ងៃសន្មតថាការកសាងឆ្លងពុទ្ធិពិស័យព្រះអង្គក្នុងប្រសាទអីភាពរបស់ព្រះអង្គគ្រូធម្មវណ្ណទាស័យចន្ទមលីដូចជាប្រសងទៅព្រះអង្គហើយជួយយកទៅទាវម៉ែទៅអមទៅថានោះសេសខំមកកត់ពេជ្រចាហាកត់ពេជ្រទៅអមព្រះអង្គគ្រូការបរិស័យពីយភពកាត់គឺសេមាប្រសង5អង្គពីយ៉ាងតោតែទាវម៉ែទៅសិក្សាកដាលទាវសេសខំព្រះគ្រូពុទ្ធមេតាបណ្ឌិតពុទ្ធមេតាស្ដាវសូមបញ្ជាក់ឲ្យតាមលោកគ្រូទីមានគ្រប់អស់តែបានអញ្ជើញចូលរួមទេណាដែលខ្ញុំឲ្យសញ្ញាស្គាល់ទៅដល់ដាក់សំស្កាត់មកទៀតណាគោលទី1គឺដាក់កំប៉ាត់គោលទី2គឺយារមុំគោលទី3គឺកាត់បាច់តែម្ដងចាក់ទេសូមត្រៀមព្រះអង្គចាស់ទៅព្រះអង្គទៅសូមនិមន្តកាត់ការដល់ទៅជាទៅចាក់សូមអត់ជួយត្រៀមមកទៅរឿងរ៉ាវឲ្យទៅរឿងរ៉ាវឲ្យសូមឆ្លើយបងគ្នារឿងរ៉ាវឲ្យចុះណាចាំសូមទៅលើកូនទី1ចាប់អីកូនសូមស្ដោកូនទី2យារមុំកូនទី2អត់មកទៅកូនទី3ទៅយ៉ាងតាទៅយារមុំតាមបានទៅវត្តទៅវត្តតាមវិជ្ជាយោហើយទៅយាសិទ្ធិយ៉ាងទៅលេអបរាជតបាឡាសេអត់វិផោកាវេអភិសេកេសាកពតេណាកថាបបោតសនាកាតាសម្ញាតលាសពតិតាសតតាសកណោសនាអតាចស្យាទាំងប្រមចារិសពតិកណាកាយកម្មងវេចាកម្មងបច្ចៈកាតាបច្ចៈកណាបច្ចៈកណាមនោកម្មងបនិហេតបច្ចៈកណាបច្ចៈកណានៃកាក្លារបានតជ័យយោហេយាយោមុខភាសាសរិមេតាអាយ៉ាងវាសច្ចាអពុមេតាជ័យយោបំមានសរិអង្គគ្រាមានហើយវាមានចិត្តចូលใจបងហើយយាយោហេមុខភាសាសរិមេតាអាយ៉ាងវាសច្ចាអពុមេតាជ័យយោសុខមានសរិអង្គគ្រាមានហើយមានចិត្តចូលใจបងហើយមកមុខទីសាធុទឹកពុទ្ធជ័យក៏ចាំតែខ្ញុំដល់ជាផ្សារគ្នាកាត់តគ្នាសម្រាប់ណាស់លោកក៏បន្តយកវិញបងគាត់ទៅអ្នកទៀតស្អីមកហោស្មាទៅណាហើយទៅកាត់កបោពីគ្នាណាអូខេទៅជាអរមិនต้องពីព្រឹកមកសុខុមរងទៅដល់ទៅហើយទៅទៅថ្ងៃនោះណាថ្ងៃទៅយកទៅណាសុំហៅថាទៅជួយបាត់ទៅឲ្យអត់ទៅណាសុំបាត់ក្រោយយើងយកមកកម្ពុជាគ្នាសេនាយ៉ាងណាអត់ជួយការអធិការបានជួយតិចអត់ទៅសុំទៅស្ដាប់ទៅយ៉ាងបងគ្រូ សមាជិកដល់នៃគ្រូសិនណាសមាជិក
ហើយជួយហាងកសងហ្នឹងណាទាំងអស់50តុកថ្ងៃនេះ50តុកសូមឲ្យយើងជួយក្នុងបတ်ដល់50000ជួយបឋមហើយយើងជួយចាស់ទៀតតាមឲ្យប្រយោជន៍ការឲ្យបងគ្រូបសាងខំវាទោះនៅអរិយកាលទោះនៅសម័យកាលអូសាធុយកចូល50000រៀលសមានមោទនីបងគ្រូតែម៉ែលោកកំពុងផែនការដល់រូបបសាងខ្លងភាពប្រសាទគោវត្តហើយយកតែទីនៅគោវត្តទៅក្នុងមុខពួនអូយកចូល20000រៀលសមានមោទនីមកយកមកសមានមោទនីអូណាតែកាលនេះទៅបាក់ក្នុងហើយយកកណ្ដាប់ពីសមានមោទនីចូលមកសមានមោទនីមកចូលមកហ្នឹងកម្មការកូនកម្មទទួលមកយកណាចឹងសូមអនុមោទនីយកចូល10000រៀលអូយក50000រៀលយកតែ10000រៀលសូមអនុមោទនីយកមកថ្ងៃខាងស្ដាប់បងយក10000រៀលយក100000រៀលអូជួយអត់តែយក30000រៀលយកមកថ្ងៃខាងស្ដាប់ទៅចូលអូយក30000រៀល20000រៀលទៀតអូ5000រៀលទៀតសាធុអូដល់បងយកនេះបងអត់ស្អាត20000រៀលទៀតអូ10000រៀលសាធុអូដល់5000រៀលអូយកទៅកាចូលបងអូយកដល់20000រៀលថ្ងៃនេះមកវត្តសាកបានបងច្រើនណា300បានតែយកសូមអនុមោទនាយកលោកតែពេលកន្លងក្នុងបានអូយកមក20000យកផ្សេងតែ20000រៀលឧបត្ថម្ភសូមអនុមោទនាយក200បាន20000រៀល20000រៀលហូបច្រើនអត់បានឧបត្ថម្ភទេបាទជួយកសាងលោកយកដល់20000មកស្រាវដល់ទៀតសូមអនុមោទនាយកបញ្ញាណាស្លោគ្រឿតែឲ្យចាក់ចាក់បងណាយកទៅ10000រៀលទៀតបញ្ញាណាស្លោសម្រាប់បញ្ញានោះហើយបានជួប5000រៀល5000រៀលអូ500រៀល10000រៀលដល់សាធុមកថ្ងៃណាដល់គុណឡងណាឲ្យជួយវិញឲ្យជួយណាអូ5000ដល់10000យកទៅសាលានេះណាអូសាលាបន្តសិក្សាវត្តសាលាបាក់50000រៀលសូមលោកគ្រូនាយកលោកគ្រូរបស់សុខសប្បាយណាសូមអនុមោទនាអូដល់50000រៀលអូលុយថ្មីយើងសូមអនុមោទនាអូសូមជាអូអត់ថ្ងៃនេះជាឲ្យមកនេះជាដល់អស់លុយខ្លាញ់លុយឈាមលុយអីក្រោយមកជាអស់ថ្ងៃនេះអូចូលសូមអនុមោទនាណាយកអូយកចូល10000រៀលមកបានការសាធុយកមកជួបព្រះសាស្ត្រពរយកណាសូមអនុមោទនាយកអូ500រៀលទៅតែអូសូមអនុមោទនាសូមចម្រើនទៀតតែជាបារមីរស់ស៊ីយើងបានគេចូលដល់សូមអនុមោទនាអូ200បាតដល់ណាអូចាំណាយកណាអូ200បាត20000យកមកណាយ៉ាងណាសម្រាប់បានលក្ខផលហ្នឹងយកណាអូ200បាតមកហើយឲ្យទៅដល់ហើយមកចាំទៅចឹងអត់សក់កបានមកបានផងហើយបានដល់សូមអនុមោទនាសូមអនុមោទនាអូបាត់ដៃ50000រៀលដល់មើលយក50000រៀលដល់20000អូយកពីរភូមិគុណហើយ50000រៀលយកដែរអូដែរបានអូចា20000រៀលមកយកមកនេះបានអូសុខពោអូសុខពោដល់ស្រីវងកអូយកដល់វិញកលោកចាណាខ្ញុំពីជេខ្ញុំបើថាបោកយកទៅដល់យកសូមអនុមោទនាហើយយកមកខាងណាសម្រាប់ការនេះបងយើងចុះអូនេះលោកកា50000រៀលអូ150000រៀលនេះមកតុកមកអូបានមកចាណាបងអូយករស់ស៊ីបានណាបើមកវត្តសាកណ្ដាលធំណារាអស់ហើយអីសូមបងអូយកមកលើមកសាមអនុមោទនាអូ10000រៀលអូយកបងគាត់យកសាធុយកមកបានពេលចាក់អូតែយកអូខេដល់ទៅ20000រៀលទៀតអូយក20000រៀល10000រៀលមកថ្ងៃនេះបាក់ឈឺហើយឈឺចង្កេះឈឺជង្គង់ឈឺពោះមានឈឺដូចជា200បាតអូកាហ្វេសាធុសមានមកនេះមកអូកាន់ជួយជឿនមកយើងទៅបាក់ឈឺមកចូលមកមើលទៅមកដល់អ្នកពីគាត់ពលរដ្ឋពីកងហើយចូលឲ្យមកសូមមកមើលចូលបងសូមអនុមោទនាមកណាយូរវិញមកណាអត់គៀពីលោកមកខាងណាមកអូយកមកមើលអូវិសាការ20000រៀលមកសូមណាយូរវិញមកណាសូមអនុមោទនាណាជួយបងគ្រូចៅការលោកកសាងពីចំកូនមកអូយក20000រៀលសូមយកជួបព្រះច្បាប់បទគ្រប់ជាតិហើយខ្ញុំណាសូមអនុមោទនាដល់ទឹក2យួរបច្ច័យមកដៃនៅប្រហែលអូសូមអនុមោទនាអានេះ200បាតអូសូមអនុមោទនាបន្ថែមសូមអនុមោទនាអូញោមសាធុណាតែយើងយកពុទ្ធបរិស័ទតែយើងពីថៃគីមចូល100ដុល្លារសូមអនុមោទនា
មាននេះដូចគេចាក់មានប្រាក់ដូចគេគោលើកឡើងមកចំពោះតាមមកលោជើងទៅសម័យមកនេះមកថ្ងៃនេះមានទ្រព្យមានលុយមានមាសតាមមកលោជើងទៅសម័យមកនេះមកតែពីរយបាតទៅបាតចូលនេះណាព្រះអង្គអឿនវិធីមកនេះជួយឲ្យអូបន្ថែមវិធីឲ្យថាសិក្សាឲ្យថានេះថាជួយឲ្យអូតែលោកមកតាមដែរមកយកចង់បានសក់យកចង់បានតោបារមីព្រះអង្គតែមកចង់ជួយតោបារមីព្រះអង្គពេញចាំព្រះអង្គចាំនេះថ្ងៃនេះយកមកយកចូលរួមចំណែកនៃគុណស្ដាយសូមអនុមោទនាដល់អង្គកសលសូមអនុមោទនាណាពុទ្ធបរិស័ទហើយខ្ញុំកណាសូមអភ័យទោសមកព្រឹកនេះទៅដល់វិធីសង្គមបងសំរុំតោលើតែដល់ទទួលសូមអភ័យទោសហើយខ្ញុំត្រឡប់ទៅវិញហើយសូមជម្រាបលាលើតាទៅដល់ស្រុកវិញសូមអរគុណណាស់សូមអរគុណព្រះអង្គដែលបានជួយផាក់សូមអរគុណជ័យឆ្នាំនេះតែអរគុណដល់លើតាដែលបានជួយចែកផងដែរសូមអរគុណសូមជម្រាបលាហើយជ័យសុខភាពទាំងអស់គ្នាសូមអនុមោទនាមកដល់ក្នុងថ្ងៃនេះក្រុមតាមយុវជនក្រុមហើយបានដោយនៅដល់យើងកណ្ដាលបានភាពកិត្តិយសក្រុមបានដឹកនាំក្រុមតាមយុវជនចូលរួមការទីមកយុវជនចូលតែបានមានតែការចូលរួមរបស់នេះ70000ជាងសូមអនុមោទនាសូមអនុមោទនាដល់អរគុណបងលោកបាទដល់ក្រុមការយុវជនจากបងប្អូនគេសូមប្រាថ្នាការសម្រាប់អ្នកផងយូរតាមណាសូមអនុមោទនាហើយលោកការមកលើកដៃយកព្រៃកលាផងលះពីវត្តទៅវត្តពីកឲ្យមកកូនចាប់ក៏ឲ្យទីទួបលើសំតោបងលើកណាយសាកដាអស់នេះសូមអនុមោទនាអូហើយយ៉ាងណាសម្រាប់យកផងយ៉ាងណាយកសូមអនុមោទនាសាអស់ហើយណាគុំទៅទៅនឹងសាហើយទៅសាទៅសុខភាពបងអាចនេះកសាកំពុងទៀត$1លានបន្តទៀតជិត$200,000ដល់ខោវា$10,000ទៀតបង$10,000ទៀត$20,000ហើយនេះងមកសពទេខ្លួនឲ្យទុកទិញមិនទិញសាទិញបាយណាមិនពីកន្លែងចូលបងមកបាយណាទៅជួយរួមចំណែកអ្នកផលមួយបងតែម៉ែដើម្បីកសាងបន្តទៀតដល់ចិញ្ចឹមអសង្ឃដល់100ជាងអង្គខ្ញុំ20000រៀលសូមអនុមោទនាខ្ញុំខាងនេះ20000រៀលទៀតសូមអនុមោទនាយ៉ាងសាតាមតែពេលស្វ័យចរុសម្រាប់អង្គការប្រធានក្នុងចិត្តយ៉ាងណានោះសូមបានសម្រាប់យ៉ាងនោះចុះសូមអនុមោទនាមកទៀតខ្ញុំខាងនេះសូមរៀបទៀតសូមអនុមោទនាដល់ខ្ញុំដែលបានជួយអបអរសាទរការកសាងពុទ្ធរូបរាជការអសារបស់ផងទៀតសម្រាប់ផលជាច្រើនទៀតសូមអនុមោទនាខ្ញុំបងប្អូនសូមជួយជួយជួយសូមសូមអានសូមបានបានសម្រាប់ពុទ្ធរូបរាជការយុវជនសហរយៈ3គ្លៀនទៀតបានសូមអនុមោទនាដល់ហើយនិមន្តព្រះប្រតិសង្ឃទៅចូលកន្លែងនៅក្នុងក្រមតាមរិស័យលោករិស័យដើម្បីទទួលអាហារផុតថ្ងៃក្រមព្រះប្រតិសង្ឃគ្រប់ព្រះអង្គយកគណៈសភាដូចធំទាំងអស់ចាំប្រកេតទាំងលោកសិនយកណាយកអានិសង្ឃឆ្លងដល់ពុទ្ធចេតនាមកចេតនាអបរាចេតនាញោមយកឆ្លងបុណ្យឲ្យពេញថ្ងៃនេះនៅសល់ប្រកេតទាំងលោកវិញព្រោះទេវាឆ្លងប្រកេតយកបុណ្យណាដល់ប្រកេតរបស់ព្រះគុណហើយយើងយកគណៈសភាទាំងអស់ណាថ្ងៃនេះយើងបានកាត់និមិត្តសេមានិមិត្តនេះសំដំណអាហារទីបានកសាងព្រះអង្គតែ5ប្រហោហើយបានទៅសូមតាមតាមទៅវិញស្ដេចចាត់ទៅស្ដេចកំណត់បានប្រធានណាសូមបានសម្បត្តិយ៉ាងលោកចុះសូមអរគុណទៅវិញបងតែកាត់ទៅនេះครับហើយយើងចូលរួមបរិយាណាในការជួយលោកចង្ហាន់ណាហើយដូចជាការចូលរួមในការកសាងដោយសម្បត្តិផលនានាយ៉ាងច្រើនប្រកបបាននេះក៏ដោយសភាជ្រះថ្លាក៏យកទៅញោមមានអំណរចង់ចូលរួមបានដោយគណៈកម្មការកណ្ដាលទទួលចតុបច្ច័យរបស់ញាតិញោមដើម្បីឆ្លងនៅសទ្ធារបស់ថ្ងៃនេះយើងបានឆ្លងច្រើនណាស់ញោមក៏ឆ្លងការកសាងនៅពុទ្ធរូបសាលាបល័យក៏ការកសាងនៅរូបសំណាក់សម្ដេចសង្ឃរាជជួនណាក៏ដូចជាសម្បត្តិផលនានាជាច្រើនដែលយើងបានកសាងរយៈពេល5ឆ្នាំក្រោយការដឹកនាំរបស់ព្រះសម្ដេចតាគុណយើងចង់ជួយឧបត្ថម្ភខាងដែរពុទ្ធភូមិមកហាតែពុទ្ធភូមិមកមហាកុដចូលព្រះទេវស្ថាបតីគឺមេតាផ្ទាល់ហើយជាប្រធានស្ថាបនិកមកហាកុដនេះលោកចាំទទួលយើងយកចូលព្រះទេវស្ថាបតីគឺញាតិញោមចង់ចូលរួមជាប់ជាបនិស័យនៅដែនដីពុទ្ធ
យើងទៅចូលរួមជាមួយព្រះអង្គជួយមេត្តាណាបណ្ឌិតជួយមេត្តាតបនៅក្នុងរោងនៅក្នុងមហាកុដហើយតែចែកប្រទេសមកអោបឯគុណដល់ណាអោបឯគុណព្រះគ្រូណាអោបឯគុណប្រគេទាំងហានអោបឯគុណសិនណាអត់អោបឯគុណទេមុនទៅក្នុងក្រុមព្រៃរស័យក្នុងព្រៃរស័យថាព្រះមន្ត្រីសង្ឃប្រធានាធិការព្រះអង្គនិមន្តទៅក្នុងក្រុមព្រៃរស័យហើយព្រះអង្គគ្រូលោកកសាងវត្តចាក់ស្អាតណាស់ក្នុងក្រុមព្រៃរស័យសម្រាប់មានពិធីបុណ្យផងដែរទទួលណាទទួលគ្រូលោកកសាងវត្តចាក់ស្អាតណាស់យកlại cho chắc là cho có tôi với con được tập hoạt về bài ô sa thôi này rồi tuy ở quê mơn đưa chơi rồi và sa đây sẽ tập học nhiều có cao thì bọn tôi đi sai sân tôi sai là con được xong hàng ra bây giờ tôi sai xong rồi tôi sai tôi cao thì tôi sai lên trong ban cho họ đâu ban sẽ bắt tôi ban cho hello anh tôi làm cái đấy thì nó có cái này xong ăn rồi tôi đi sa thu mùi xây chưa là ba con ăn hay chưa là ba con trong đây chúng ta luôn đây nhà con sang đây sẽ có tập hợp như thế này người ta còn sang là con ăn đồ cái đồ con quạt đó rồi ở chỗ đó chỗ này cho đây mà cho rất nhiều là đây rồi ông trong quan Ratana Sara Sala Kotaka ព្រមទាំងសមិទ្ធផលដ៏ច្រើនហើយមានដែលបានលេចជារូបរាងឡើងនៅក្នុងវត្តរតនារាមសាកតានេះជាបឋមខ្ញុំបកតាសូមកោតសរសើរចំពោះស្នាបករបស់ព្រះគ្រូចារិកាដែលព្រះអង្គមានប្រវត្តិមានក្នុងរយៈកាល4ឆ្នាំ11ខែដែលមកទទួលភារកិច្ចក្នុងតំណែងជាប្រជាវត្តការហើយជាពុទ្ធបរិស័ទបានលឺច្បាស់ហើយពីការអំពាវនាវក៏ដូចជាចំណាប់អារម្មណ៍របស់លោកទាវអុកញ៉ាបាញ់តាក់ទងពីការខំប្រឹងប្រែងដែលចម្លាយទាំងកម្លាំងកាយទឹកបតីរបស់ព្រះគ្រូចរិកាការខំប្រឹងចង់ជម្រាបជូនដល់មហាវិជ្ជាពុទ្ធបរិស័ទប្រគេនគោលណាបុត្រចាស់អង្គពិធីទាំងមូលថាទឹកបតីពូជបច្ច័យអភិការមិនថាវត្តណាទេសឹកតែពូជខ្ញុំគេទាំងអស់ព្រោះថានិយាយចេះព្រោះថាគ្រប់បច្ច័យការវត្តទាំងអស់សត្វតែមានទំនួលខុសត្រូវក្នុងសមិទ្ធផលនៃវត្តអារាមរៀងខ្លួនរៀងព្រះអង្គដោយចេះព្រោះថាខ្ញុំមិនបានលើកថាជាពូជខ្ញុំគេនេះព្រោះថារាល់វត្ថុបំណងនិងការចំណាយនៅញើសឈាមត្រករបស់ព្រះគ្រូចរិកាគ្រប់ព្រះអង្គគឺសម្រាប់តែសាធារណប្រយោជន៍តែមួយមុខគត់ឥតបានបំរើទៅជាប្រយោជន៍ខ្លួនព្រះអង្គជាក់ស្ដែងដោយការកសាងវត្តរតនារាមនេះអញ្ចឹងក្នុងរយៈពេល4ឆ្នាំ11ខែដែលចំណាយថវិកាប្រមាណ$901,900នេះដោយការកសាងវត្តតាមរបាយការណ៍របស់ព្រះគ្រូចរិកាគឺថាអត់មានសមិទ្ធផលណាមួយដែលព្រះអង្គយកជាប្រយោជន៍ខ្លួនព្រះអង្គក៏អត់មានដែរដូចជាកុដដែលកំពុងតែកសាងមានកម្ពស់3ជាន់នេះស្រាប់យកហើយនៅកំពុងខ្វះថវិកាដើម្បីបំពេញមកហើយកុដនេះគឺជាក់ស្ដែងធ្វើសម្រាប់សាមណេរនិស្សិតដែលនឹងមកបន្តការសិក្សាឬកំពុងការសិក្សានៅក្នុងវត្តផ្សារកណ្ដាលនេះដែលសពថ្ងៃមានជាង100អង្គមកដែរហើយក្នុងកាលដែលមានសាមណេរនិស្សិតដល់រហូតដល់តែ100អង្គជាងនេះអ្នកទាំងអស់នោះមកពីណាគឺចេញពីកូនអ្នកស្រុកដែលខ្វះខាតឬក៏បាត់បង់នៅពុកម្ដាយអាណាព្យាបាលដល់នៅកុមារភាពខ្វះទីពឹង
រួចហើយក៏មកផ្ញើខ្លួនក្នុងពុទ្ធសាសនាជាក់ច្បាស់ណាស់ថាបើមិនមានវត្តអារាមជាឃ្លាំងសម្រាប់ទទួលយកអ្នកទាំងអស់នេះទេមកឡោះសូមអ្នកទាំងអស់នេះកើតជាបន្ទុកដ៏ធំចំពោះរដ្ឋបាលខេត្តក៏ដូចជាដល់រាជរដ្ឋាភិបាលទាំងមូលផងដែរព្រោះមួយឆ្នាំបើកុមារកព្រាដែលខ្វះទីពឹងមិនបានទទួលការអប់រំពីវត្តអារាមទេអង្គការឬក៏ស្ថាប័នស៊ីវិលមួយចំនួនមិនអាចមានលទ្ធភាពឯណាទៅទទួលយកក្មេងកំព្រាឬក៏ក្មេងដែលខ្វះទីពឹងរហូតដល់100នាក់ដល់1000នាក់បានទេក្រៅពីវត្តអារាមគឺមិនអាចទៅរកទេបើសិនជាអាចក៏ហោចណាស់មួយប្រទេសមានត្រឹម1ឬ2អង្គការទៅប៉ុណ្ណឹងឯងមិនអាចទទួលបានគ្រប់ខេត្តក្រុងរាជធានីទេប៉ុន្តែវិស័យវត្តអារាមនេះជាវិស័យមួយដែលទលំទលាយមាននៅវត្តអារាមជាង5វត្តប្រសង់ជាង70000អង្គក្នុងព្រះរាជាណាចក្រស្រាប់ហើយអង្គនេះមិនមែនជាការកសាងគ្រាន់តែឲ្យល្អមើលឬដូចដែលលោកនៅមួយចំនួនលោកបានបន្តបង្ហាត់ថាការកសាងប្រសមិទ្ធផលក្នុងវត្តអារាមនេះគឺការកសាងឥតប្រយោជន៍មិននាំគ្នាជួយកសាងធនធានមនុស្សលោកនៅមួយចំនួននេះជាការផ្ទុយស្រឡះអំពីភាពពិតជាក់ស្ដែងដែលជាសច្ចភាពក្នុងលោកគឺការកសាងសាលារៀននាំគ្នាជួយកសាងធនធានមិនអាចបង្កើតវត្តអារាមបានទេប៉ុន្តែវត្តអារាមអាចបង្កើតសាលារៀនបានប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយក៏វត្តអារាមមិនទទួលនៅគុណសម្បត្តិតែម្នាក់ឯងទេច្បាស់ណាស់ថាការដូចផ្ដើមការបង្កើតឡើងឲ្យមាននៅក្រសួងស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំនេះគឺសឹកតែជាការសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សជាចាំបាច់ប៉ុន្តែការអភិវឌ្ឍធនធានមនុស្សមិនអាចផ្ដោតតែមួយទិសដៅបានទេជាពិសេសដោយវិស័យអប់រំជាដើមវិស័យអប់រំទីណាក៏មានដែរប៉ុន្តែបើសិនជាការអប់រំខ្វះនៅសិលធម៌ឬក៏គុណធម៌សច្ចធម៌យុត្តិធម៌និងតម្លាភាពក្នុងប្រពៃណីទំនៀមទម្លាប់នោះយើងនឹងទទួលបានបញ្ញវន្តដែលចេះក៏ពិតមែនប៉ុន្តែមនុស្សដែលចេះហើយមិនប្រកបដោយមនសិការមិនប្រកបដោយគុណធម៌ស្មើនឹងយើងបាននៅខ្លាដែលមានចង្កូមស្រួចដល់ច្រើនពេញសង្គមប៉ុន្តែបើយើងបានទទួលនៅបញ្ញវន្តដែលប្រកបដោយសិលធម៌ស្មើនឹងយើងដោយក្រមសិលធម៌ដែលបានទទួលការអប់រំពីសាសនានេះមួយឆ្នាំយើងទទួលបានធនធានមនុស្សដែលប្រកបដោយគុណភាពនិងតម្លាភាពគួរជាមន្ទីរកត់ពាក់តែថ្ងៃខាងមុខបានសាសនាជាក់ស្ដែងដោយវិស័យពុទ្ធិកសិក្សាជាតិមិនមែនបម្រើតែសាមញ្ញនិស្សិតទេគួរជាមន្ទីរគឺថាបើទលំទលាយជាសកលដែលអាចឲ្យជាសិស្សនិស្សិតដែលមិនបានចូលមកបួសក្នុងសំណាក់ពុទ្ធសាសនាអាចទទួលការសិក្សារៀនសូត្រទៅបានដែរដែលអាចឲ្យនេះជាពិសេសអ្វីដែលពុទ្ធសាសនាចូលមកបួសបានជួយសាសនានិងបំពេញក្នុងចំណុចខ្វះចន្លោះនេះជារបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅបានជួយដោយជាក់ស្ដែងគឺការបើឲ្យមាននៅសាលាពុទ្ធិកនៅក្នុងវត្តជាពលរដ្ឋផ្សារកណ្ដាលនេះស្រាប់គឺថាដូចជាជួយបើសិនជាមួយឆ្នាំសាមញ្ញនិស្សិតចប់អំពីពុទ្ធិកប្រធមសិក្សានេះទៅគឺយើងទទួលបានធនធានមនុស្សជួយបើសិនជាមួយឆ្នាំជារៀងរាល់ឆ្នាំហើយជាធនធានមនុស្សវិញទៀតសោតគឺជាការទទួលខុសត្រូវយ៉ាងស្រស់របស់វត្តអារាមដែលអត់មានចំណាយថវិការបស់រដ្ឋត្រូវការប្រើប្រាស់ថវិការបស់រដ្ឋដើម្បីក្នុងការផ្គត់ផ្គង់គឺជាដល់ជីវភាពរបស់សាមណនិស្សិតទេគ្រាន់តែត្រូវការចូលរួមមានចំណាយក្នុងការគ្រប់គ្រងក្នុងវិស័យអប់រំដូចជាគ្រូបង្រៀនឬប្រាក់ឧបត្ថម្ភធនជូនដល់គ្រូបង្រៀននេះជាដើមនេះត្រូវការរដ្ឋជួយជ្រោមជ្រែងក៏ពិតមែនប៉ុន្តែក្នុងការគ្រប់គ្រងពីជីវភាពក្នុងវិស័យអប់រំរបស់គ្រូបង្រៀនសាមណនិស្សិតទាំងស្រុងគឺថាព្រះគ្រូចារ្យរាជការជាអ្នករ៉ាប់រង
រត់ជួយជុំច្រែងកបាយគ្រប់គ្នាពីជីវភាពដែលមកបុកនេះមកទទួលការសិក្សានេះមិនមែនសក្តិជាសាច់ញាតិរបស់គ្រូចារិកាជាបងប្អូនជាមិត្តសម្លាញ់ឬក៏ជាមនុស្សជាទីជិតស្និទ្ធឯណាទេគឺជាអ្នកដតីសិក្សាប៉ុន្តែគ្រូចារិកាលោកនៅតែទទួលធ្វើការទំនុកបំរុងឲ្យស្នាក់នៅឲ្យសិក្សារៀនសូត្រគ្រប់គង់ទាំងពីទឹកលើនិងបច្ច័យ4ដែលត្រូវប្រើប្រាស់គោលបំណងតែម្យ៉ាងទេជំរុញលើកកម្ពស់និងលើកទឹកចិត្តឲ្យសាមណនិស្សិតទាំងអស់បានទទួលការអប់រំអំពីវិស័យសាសនាប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយទៅមុខទៀតធ្វើខ្លួនឯងឲ្យទៅជាស្បែកសរសៃឆ្អឹងឈាមរបស់សង្គមក្នុងពេលអនាគតឥឡូវយុវជនក្នុងប្រទេសក៏ដូចជាក្នុងពិភពលោកទាំងមូលមាន2ផ្នែកដែលមួយផ្នែកទទួលការបណ្ដុះបណ្ដាលទទួលការអប់រំទៅឥឡូវនឹងបានទៅជាសសរទ្រូងនឹងបានទៅជាឆ្អឹងស្បែកសរសៃឬក៏ជាកោសិការបស់សង្គមជាតិប៉ុន្តែមួយផ្នែកទៀតទទួលបានការអប់រំដូចគ្នាប៉ុន្តែខ្វះនៅគុណធម៌ដែលជាសេចក្តីត្រង់ត្រង់ដល់ល្អវិចិត្ររបស់មនុស្សនេះធ្វើឲ្យយុវជននោះនឹងប្រែក្លាយទៅជាឆ្លើងរបស់សង្គមក្នុងពេលអនាគតអញ្ចឹងវិស័យវត្តអារាមនេះជួយសំខាន់ណាស់ក្នុងការប្រែក្លាយយុវជនពីអនាគតឆ្លើងសង្គមឲ្យប្រែមកជាអនាគតជាសសរទ្រូងរបស់សង្គមវិស័យវត្តអារាមនេះជួយសំខាន់ណាស់ក្នុងការចេះដឹងមានកម្រិតគ្រប់គ្នាប៉ុន្តែបើចេះដឹងហើយគ្មាននៅគុណធម៌ក្នុងខ្លួនទេនោះគឺទោះយើងចេះដឹងលើសគេ100 ដង 1000 ដងក៏ស្មើតែយើងជាឆ្លើងរបស់សង្គមដូចគ្នាព្រោះសង្គមជាតិរបស់មនុស្សនេះខុសទីតីពីសង្គមសត្វដេរឆានសង្គមលើសត្វដេរឆានពីណាខ្លាំងជាឆ្លើងរបស់សង្គមគឺក្របសង្កត់អ្នកដែលទុនជាសៅប៉ុន្តែសង្គមរបស់មនុស្សពីណាដែលខ្លាំងគឺជួយត្រត្រង់ទំនុកបំរុងដល់អ្នកដែលទុនខ្សោយអ្នកបើខុសគ្នាពីនឹងអញ្ចឹងប៉ុន្តែអញ្ចឹងបើសិនជាមនុស្សប្រឹងប្រែងរៀនសូត្រប្រឹងប្រែងរកទទួលទានឲ្យខ្លួនបានកើតជាអ្នកដែលមានអំណាចដ៏ខ្លាំងលើមនុស្សដទៃហើយយើងគៀបសង្កត់អញ្ចឹងបើសិនជាមនុស្សឬក៏ប្រមាថអ្នកងាយមើលស្រាលចំពោះអ្នកដទៃអានឹងយើងចេញមិនឆ្ងាយអំពីសង្គមរបស់ទេរឆានទេប៉ុន្តែបើសិនតែយើងទទួលបានការអប់រំហើយប្រកបបានដោយគុណធម៌បេះដូងមនុស្សធម៌ហើយយើងជួយសង្គ្រោះដល់យើងទទួលបានមនុស្សដែលទុនខ្សោយជាងយើងជាពិសេសមនុស្សដែលគួរដល់នឹងការសង្គ្រោះយើងជួយសង្គ្រោះអានេះយើងកំពុងតែរស់នៅក្នុងសង្គមរបស់មនុស្សហើយប៉ុន្តែនិយាយបែបនេះមិនមែនចង់សម្ដៅទៅលើថាឲ្យទៅជួយសង្គ្រោះមនុស្សដែលខុសនោះទេព្រោះមនុស្សកាលណារស់នៅក្នុងរដ្ឋមួយអាស្រ័យក្រមច្បាប់ច្បាប់ជាអ្នកកំណត់ថាមនុស្សនោះជាមនុស្សគួរដល់ការសង្គ្រោះឬក៏មនុស្សគួរដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ដូចជាសង្គមយើងសពថ្ងៃជាចូលចិត្តជាគេចូលចិត្តប្រមាថគេចូលចិត្តបេះដៀលគេប្រកបដោយទោសៈទាំងកាយវិចារនិងចិត្តសពថ្ងៃដល់ទៅពេលគេយកចិត្តប្រមាថគេចាត់ការទៅតាមនីតិវិធីច្បាប់គេយើងបែរជាចាប់ប្រកាន់ថាជាការគៀបសង្កត់ដែរនោះមិនមែនទេការគៀបសង្កត់គឺថាមនុស្សអត់មានទោសអត់មានកំហុសហើយយើងទៅប្រមាថមាក់ងាយជីជន់កាប់សម្លាប់អានោះគេហៅថាការគៀបសង្កត់ដែរនោះមិនមែនរឿងដែលការគៀបសង្កត់ដែរប៉ុន្តែចំពោះមនុស្សដែលធ្វើខុសគឺថាមនុស្សផ្ទុយពីច្បាប់មានកំហុសហើយយើងទៅដែលមានចែងដូចយើងរាល់ថ្ងៃជាពលរដ្ឋមួយចំនួនក្នុងប្រទេសយើងចូលចិត្តជេរគ្នាតាមបណ្ដាញសង្គមចូលចិត្តប្រមាថមាក់ងាយគ្នាហែកហួរគ្នានេះសិក្សាតែជាទង្វើខុសច្បាប់ដែលច្បាប់បានចែងបានធរមានមកហើយ
ប៉ុន្តែយើងអត់ដឹងច្បាប់ចេះតែបំពេញទៅដល់ទៅពេលប៉ះមនុស្សដែលគេស្រង់បានទៅគេចាត់ការតាមនីតិវិធីច្បាប់ទៅយើងប្រែក្លាយកំហុសរបស់ខ្លួនយើងសោះឲ្យទៅជាកំហុសរបស់អ្នកដទៃចាប់ប្រកាន់ដោយប្រការផ្សេងៗអញ្ចឹងជាដែរអញ្ចឹងរឿងនេះជារឿងសំខាន់ដែលយើងទាំងអស់គ្នាក៏បីតែយកចិត្តទុកដាក់ជៀសវាងការប្រព្រឹត្តខ្លួនឲ្យទៅជាមនុស្សដែលធ្វើអំពើខុសច្បាប់ទាំងបំពេញដែលយើងអត់ដឹងអំពីច្បាប់អញ្ចឹងសូមឲ្យជាពុទ្ធបរិស័ទទាំងអស់ត្រូវរស់នៅក្នុងក្រមសីលធម៌មានតែទង្វើដែលមិនក្តៅក្រហាយដល់អ្នកដទៃទេដែលទង្វើនោះមិនខុសច្បាប់តែយើងប្រព្រឹត្តទង្វើណាក្តៅក្រហាយដល់អ្នកដទៃទង្វើនោះតិចនឹងច្រើនមាននៅក្នុងច្បាប់របស់រដ្ឋហើយបើសិនជាមិនមានចែងជាមួយនឹងច្បាប់របស់រដ្ឋដោយប្រការណាទេក៏ខុសជាមួយនឹងច្បាប់សាសនាដែរហើយទោសក្នុងសាសនាជាទោសរបស់វត្តដាក់មានការទទួលនៅសេចក្តីសោកសៅនៅខាងក្រោមត្រឡប់មកវិញអំពីវិស័យពុទ្ធកៈវិស័យពុទ្ធកៈមិនមែនត្រឹមតែជាចលករមួយក្នុងការរក្សាបាននៅក្រមសីលធម៌របស់ប្រជាពលរដ្ឋក៏ដូចជាសាមណនិស្សទេក៏ជាចំណែកមួយបន្តការត្រួតត្រងនៅពុទ្ធវចនៈដូចជាជាក់ស្ដែងយើងបានបង្កើតនៅសាលាពុទ្ធកៈណាដែលនឹងមានការសិក្សារៀនសូត្រនៅជំនាញធម្មវិន័យក៏ដូចជាភាសាបាលីផងដែរពុទ្ធបរិស័ទទាំងឡាយអង្គវិធីសមូលតែងតែច្រឡំថាភាសាបាលីទេរៀនដើម្បីអីគ្មានប្រយោជន៍ក៏គ្មានខ្លឹមសារអីទេរៀនទៅមួយឆ្នាំចោលទៅអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេសទៅមើលអញ្ចឹងយើងក៏លេសមករដ្ឋធម្មនុញ្ញការរៀនភាសានៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋយើងក៏បីអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងពីរផ្សេងទៀតដែលរួមបង្គ្រប់3សាសនារបស់រដ្ឋនេះជាមុំចង្ក្រានសម្រាប់ទ្រទ្រង់រាជាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋនិងពីរផ្សេងដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់គាត់អញ្ចឹងក៏លែងមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីទ្រទ្រង់ពុទ្ធសាសនាត្រូវការច្បាប់កំពូលមួយគឺពុទ្ធវចនៈមានប្រត្រៃ3ចាត់ច្បាប់កំពូលរបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កំពូលរបស់សាសនាដែលជាបាវចនាមួយដែរទៀតក្នុងបាវចនាដើម្បីមានជាតិត្រូវការប៉ុន្តែច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញសម្រាប់ទ្រទ្រង់ចំណែកសាសនាត្រូវការព្រះត្រៃបិដកមានជាតិជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងទ្រទ្រង់បាននៅពុទ្ធសាសនានោះគឺត្រូវការព្រះត្រៃបិដកដើម្បីនឹងទ្រទ្រង់ព្រះត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីអញ្ចឹងដើម្បីនឹងទ្រទ្រង់បានភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យវចនៈចេញអំពីព្រះអង្គរបស់ព្រះនាងទុធាដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេយនារហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនាទី6អីជាដើមគឺសិក្សាតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យក្លៀងភ្លាត់បាត់ប្រយោគខ្លួននិងឃ្លាទុកដាក់ក្រែងមានការបាត់របស់ក៏ដូចជាក្រែងសក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែរ
ប្រធេរៈធំធំលោកមើលឃើញពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដែរអញ្ចឹងថ្មីនេះខ្ញុំបកណាប្រធេរៈធំធំលោកមកទៀតសូមសម្ដែងនៅសំណពរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនយោបាយដែលទទួលបានអនុក្រឹត្យសម្ដែងនៅពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់ផ្ទៀងផ្ទាត់ពីពុទ្ធវចនៈដែលកំពុងតែមានស្រាប់រៀបឲ្យស្ថិតនៅក្នុងសកម្មភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រុងចម្រាស់ដល់ទស្សនៈពីការបង្កើតឡើងវិញប៉ុន្តែក្នុងបណ្ដៃឈ្មោះប្រហែលថ្ងៃនេះក៏មានភាពក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃការលើកឡើងថាឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈក្រុមជំនុំរបស់ក្រុមជំនុំព្រះត្រៃបិដកដូចជាមិនឲ្យកន្លងមករួចឬក៏នេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេខ្ញុំបដាមកភាពសូមលើកឧទាហរណ៍មួយប្រកេតជូនពុទ្ធបណ្ដាគុណចាស់របស់អង្គទីនេះមានព្រះសីលាដំសីលញាណលើកបីដាសង្ឃទីមានជ័យនៅក្នុងទីនេះស្រេចដូចជាព្រះទេវធម្មដិតជាពិសេសឯកឧត្តមលោកទាវដែលជាអង្គពិធីទាំងមូលបានជ្រាបថានៅក្នុងទីនេះយើងក៏លេខទៅរឿងឧទាហរណ៍ដែលខ្ញុំមកកណាននៅឧទាហរណ៍ហើយសូមឲ្យយើងយកចិត្តទុកដាក់ស្ដាប់បន្តិចកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រឡំយើងក៏លេខទៅដែលដូចភាសាបុរាណថាបើមិនបានជួយជោគជួយចែវហើយសូមគប់បីយកជាសេរីទឹកកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រពាក្យថាខ្មែរដែលដូចកាលពីសម័យមហានគរយើងក៏ចែវហើយសូមគប់រដ្ឋយើងកាលហ្នឹងប្រជាជនយើងកាលហ្នឹងក៏ហៅគ្នាថាពលរដ្ឋខ្មែរដែរហៅថាជនជាតិខ្មែរដែរហើយជនជាតិខ្មែរសម័យហ្នឹងរុងរឿងទាំងទឹកដីទាំងវប្បធម៌ទាំងអក្សរសាស្ត្រទាំងកិត្យានុភាពវឌ្ឍនភាពជាពិសេសអរិយភាពដ៏ធំលេចធ្លោគឺការកសាងនៅប្រាសាទសម័យហ្នឹងដែលជាក់ស្ដែងសល់មកឲ្យយើងសពថ្ងៃមានប្រាសាទអង្គរតូចអង្គរធំបីយ័ន្តមេបុណ្យទាយចម្រើយទាយក្តីអកយំអស័យចាំក្រុងធំលេចធ្លោស្អីហោហែទាំងអស់នេះសិក្សាតែជាប្រាសាទដែលសល់មកអំពីប្រជាជនខ្មែរក្នុងសម័យអតីតកាលក្រោយមកប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមដែលទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាប់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកសម័យដែលយើងទទួលនៅភាពសុខដុមរមនាបាត់បង់ទាំងសន្តិភាពប្រជាពលរដ្ឋក្រោយមកសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មតថាជាសម័យរាជាណាចក្រទី2នេះទាំងសន្តិភាពយើងនៅតែប្រើពាក្យថាជនជាតិអីយើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែកដូចមុនមកហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងវាអាប់អោនដល់ខ្មែរជំនាន់មុនជាតិខ្មែរយើងគិតអញ្ចឹងដែរនេះយើងកោតតែពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងខ្មែរជំនាន់មុនប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នាក្រោយតែពាក្យថាជនជាតិខ្មែររហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរតែក្រោយមកអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេយើងបានមកនៅយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់
មហាវីរៈក្សត្រសម័យមុនទេទេយើងមិនអោយតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រនៅផ្នែកប្រពៃណីចម្រៀងចម្លងជំនឿសាសនារបស់ជនជាតិយើងនេះយើងប្រើពាក្យថាខ្មែរប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាដែលយើងប្រើពាក្យតាមលទ្ធភាពទោះបីយើងមិនអាចទៅដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ដែលយើងការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបៃដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបាត់នៅគុណូបការៈវិញពីការរបស់វីរៈសមណៈដែលព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីរបស់នៃគម្ពីរប្រត្រៃបៃដកឲ្យបានមកជាខេមរៈភាសាក្នុងការនៅញើសដាក់ឲ្យចរាចរណ៍ប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកតម្កើងហើយកត់ប្រកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ឡើងវិញពីដើមដាក់ចរាចរណ៍ឲ្យចេញពីបិដកសពថ្ងៃពុទ្ធសាសនាបណ្ឌិតការបោះពុម្ពផ្សាយប៉ុន្តែសពថ្ងៃដោយមិនមានឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យចរាចរណ៍តាមវត្តអារាមនេះប៉ុន្តែសពថ្ងៃអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតដឹងជាយកថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្នុងជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបីដកដែលកំពុងតែដាក់ឲ្យចរាចរណ៍ស្រេចថាគប្បីតែដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយគឺទៀងផ្ទាត់អញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យទៀងផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតតែសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាទៀងផ្ទាត់ប៉ុន្តែទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬយើងគ្រាន់តែពិនិត្យថាទើបយើងប្រើប្រាស់ថាជាការទៀងមានការខ្វះចន្លោះហើយបន្តខ្វះឬបាត់បង់ក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែយើងប្រើប្រាស់ថាជាការទៀងនៅគម្ពីរដីកាអត្ថកថាយោជនាផ្សេងដើម្បីជាសេចក្តីបញ្យលមកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកនៅអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកដើម្បីជានៅអត្ថកថាដីកាយកដើម្បីមកទៀងផ្ទាត់ពីការបញ្យលរបស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសំដៅលើព្រះអត្ថកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអត្ថកថាដីកាយោជនាដើម្បីយកមកការអធិប្បាយខុសជាទិសដៅមួយក្នុងការបិដកយើងត្រូវការទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យលខុសអំពីអត្ថនៃពុទ្ធសាសនាបំភាន់បំភ្លឺដូចជាការបញ្យលថារឿងមួយចំនួនដែលពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងគឺសិតតែការបញ្យលដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាឬក៏ថា
ជាវាការគោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈនឹងទៀតទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យទៀងទាត់គោលខុសជាវាការអធិប្បាយខុសនៃពុទ្ធវចនៈនឹងទៀតហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅទៀងទាត់ពិនិត្យទៀងទាត់អានឹងគឺថាជាវានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសំបីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប្រទេសក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យទៀងទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅហ្នឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនមែនបង្កើតឲ្យមានច្បាប់ហើយមានតុលាការចាំតែកាត់ទោសយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សាតាមតែរដ្ឋធម្មនុញ្ញអីហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបៃដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅជៀសវាងបងខុសពីទិសដៅនៃច្បាប់ថេរៈក៏ដូចជាគណៈសង្ឃនយោគឺថាក្រុមច្បាស់ណាស់ថាព្រះអង្គមកតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអំពីពុទ្ធវចនៈអាហ្នឹងគឺថាការទៀងទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសិតតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីមិនមែនជាអ្នកចាស់គឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយជាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនរក្សានៅគុណអញ្ចឹងពាក្យថាក្រុមជំនុំប្រត្រៃបេដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងការសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានប្រទេសយើងការសង្គ្រាមមានឡើងមកវិញដើម្បីជាសក្ខីភាពក្នុងការគោរពដឹងគុណឲ្យបន្តនៅបំណងរបស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំប្រត្រៃបេដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ជាយើងដាក់ឲ្យប្រើប្រាស់ដាក់ឲ្យបង្កើតដែរហើយយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅប្រត្រៃបេដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំប្រត្រៃបេដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុំនៅប្រត្រៃបេដកប៉ុន្តែនៅមានអត្ថកថាដីកាយុជ្ជនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចបិទលែងឲ្យមានក្រុមជំនុំប្រត្រៃបេដកទេណាកុំច្រឡំជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃនៅប្រទេសបេដកប៉ុន្តែនៅមានអត្ថកថាដីមកដល់ពេលនេះជាង50ឆ្នាំហើយអញ្ចឹងទើបយើងអាចប្រទេសជាតិយើងក៏បានជួបនៅវិបត្តិកំណត់ថាឲ្យនឹងកើនឡើងវិញដើម្បីបន្តមកដល់ពេលនេះដោយប្រទេសកម្ពុជាយើងអញ្ចឹងណាពីមុនវាស្ទើរតែបាត់ទៅមកពីផែនទីពិភពលោកហើយឥឡូវយើងកើនមកវិញយើងមានយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំប្រត្រៃបេដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសម្ពុទ្ធសាសនាកម្ពុជាយើងបងយើងកើនមកវិញយើងមានយើងតាំងរុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តជនជាតិដើម្បីថែរក្សានៅគុណតម្លៃរបស់ពពវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានដើម្បីថែរ
ប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នាដើម្បីជួយគ្នាក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីបុព្វវរៈសំចំនួនមុនអញ្ចឹងត្រូវការសាមគ្គីអញ្ចឹងខ្ញុំគណៈអាត្មាក្នុងពេលនេះពីវនីសូមឲ្យមហាវិជ្ជាពុទ្ធបរិស័ទប្រសងលោកគ្រូធម្មមេចាប្រទេសសាចាឬក៏ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅមកឬធ្វើឲ្យបែកបាក់ដោះតែងគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់ដោះតែងគ្នាដោយបណ្ដាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើបន្តការថែរក្សាជៀសវាងការបែកមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងមកក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះបាត់បង់ស្ទើរតែរហូតដល់មានព្រះអង្គខ្លាំងលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមិអំពីស្រីលង្កាអង្គខ្លាំងលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាសំស្ក្រឹតហើយមិនមែនជាអ្នកដែលស្រីលង្កាអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកប៉ុន្តែនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលការងារឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សមិនមែនក្នុងន័យចង់បន្តបង្អាប់ឲ្យលោកសម្បត្តិនៅគុណូបការៈរបស់បុព្វវរៈសំចំនួនមុននោះទេខ្ញុំកណាមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេគ្រាន់តែចង់បញ្យល់អំពីអាត់នឹងសេចក្តីហ្នឹងលោកសម្បត្តិនៅគុណូបការៈកុំឲ្យយើងមានការយល់ច្រឡំហើយតែការយល់ច្រឡំបើសមោចនិងសមោចឆ្លោះគ្នាក៏អត់អីទេណាចង់បញ្យល់អំពីសមោចនិងសមោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីឬដំរីយល់ច្រឡំគ្នាវិញមកងាប់យល់ច្រឡំតាមដើមឈើទៅធំក្បែរហ្នឹងសមោចសងាក្រសមោចនិងសមោចកឌីប៉ុន្តែសត្វទៅជុំវិញហ្នឹងគឺតែគ្រោះថ្នាក់ហើយបើសិនជាវងដំរីប្រយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តែណាប៉ុន្តែបើលើកទាំងទាត់ទាំងវងទៅឆ្លោះគ្នាអំពីការវែងញែករកខុសរកត្រូវហើយគឺថាមិនការលេងអីនឹងបែកបាក់គ្នាទេបើម្នាក់ពីរនាក់ប៉ុន្តែរឿងនេះនៅគ្រាន់តែរឿងនេះដូចជាទាំងទាត់ទាំងវងមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃដីដកដំបងប៉ុន្តែរឿងនេះក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាប់ធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាពីការធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទេណោះទៅសម្រាប់ថាលោកទៅសម្រាប់ធัวបល័យសូត្រទៅរស់សុកទៅសូត្រប្រែទៅបកប្រែពីដើមយើងមានសូត្រប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងណាប៉ុន្តែបុព្វវរៈសំសម័យនោះលោកយើងមានសូត្រប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអានំបានស្ដាប់មកហើយយ៉ាងនេះថាអេកាន់សមយ៉ាងតកវីអីចឹងទៅសាវត្តយ៉ាងវិហារតេឧទាហរណ៍ថាអេវមេសតាំងសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទីក្រុងសាវត្ថីអញ្ចឹងដែរយ៉ាងវិហារតេដល់តែបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពីការបកប្រែនឹងដែរសម័យនោះពីបញ្ហាចំនួនធေါ်ចាស់ធေါ်ថ្មីអាហ្នឹងអញ្ចឹងទៅឥឡូវយើងកំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែ
មិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលែងយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសន្តិភាពបែកបាក់ប្រឆាគ្នានឹងប្រសងកុំឲ្យមានអីហើយខ្ញុំបកណាមិនមានអីវែងឆ្ងាយចូលរួមជាមួយនឹងកម្មវិធីនេះទេគ្រាន់តែចង់លើកយកពីវិស័យពុទ្ធិកសិក្សាជាតិរបស់យើងប៉ុណ្ណឹងដែលកំពុងតែមាននិងបន្តលើកទិសដៅអនុវត្តឲ្យកើតជារូបរាងបន្តទៅមុខទៀតអំពីធនធានមនុស្សដែលកើតចេញពីវិស័យពុទ្ធិកសិក្សាដែលជំរុញគ្រប់ស្រទាប់វណ្ណៈតួយ៉ាងដូចជាសិស្សសានុសិស្សសាមណនិស្សិតដែលទទួលយកការសិក្សាពីពុទ្ធិកវិទ្យាល័យអញ្ចឹងឬក៏ពុទ្ធិកវិទ្យាល័យពុទ្ធិកបឋមសិក្សាអញ្ចឹងគឺថាភាគច្រើនសិទ្ធិមនុស្សដែលមិនមានធនធានដើម្បីក្នុងការបន្តការសិក្សារៀនសូត្រទេបើសិនជាការសិក្សារៀនសូត្រតាមប្រព័ន្ធអប់រំរបស់ជាតិតែម្យ៉ាងនោះគឺត្រូវការចំណាយទើបត្រូវមកផ្ញើខ្លួនជាមួយនឹងសាសនាហើយយកនៅចំណេះវិជ្ជាអាស្រ័យបាយវត្តនេះក្នុងការបន្តនៅចំណេះវិជ្ជាទាំងផ្លូវលោកទាំងផ្លូវធម៌អំពីសំណាក់នៃវត្តអារាមនឹងឯងអញ្ចឹងសូមកោតសរសើរដល់ពោះចំពោះព្រះសិរីរកតវង្សដែលបានគោរពចារការដែលព្រះអង្គចំណាយញើសឈាមកម្លាំងកាយកម្លាំងចិត្តក្នុងការតស៊ូទស្សជួបជាមួយឧបសគ្គយ៉ាងមិនជាក៏នៅតែតស៊ូរុញច្រាននាវាវត្តនៅរតនារាមផ្សារកណ្ដាលនេះឲ្យទៅមុខទទួលបានការអភិវឌ្ឍហើយជួយចំណែកការអភិវឌ្ឍនេះមិនមែនតែជាវិស័យសាសនាទេក៏ជាចំណែកចូលរួមជាមួយរដ្ឋបាលខេត្តផងដែររកណាខេត្តក្រុងសង្កាត់មានវត្តមួយដែលរីកចម្រើនល្អអាចបង្កើតធនធានមនុស្សបានអាចផ្ទុកធនធានមនុស្សបានគឺថាជួយកាត់បន្ថយភាពខ្វល់ខ្វាយរបស់រដ្ឋអំណាចឥឡូវដូចជាក្មេងជាង100នាក់គឺប្រសំនៅគុំសិក្សាហ្នឹងបើគុំតែយកបបួសទេប្រឡែងចោលឯណាគឺថាជួយកាត់ហើយតែប្រឡែងខុសទេជ្រុលខ្លួនជាមួយនឹងបែងគ្រឿងញៀនហើយតែអញ្ចឹងហើយសពថ្ងៃជាទីខំខាំងស្ពេញបើគុំតែយកខែកំពង់ឆ្នាំមកបន្ទុកដូច50-60នាក់អីប្រឡែងខុសទេជ្រុលខ្លួនជាមួយនឹងហើយបែងគ្រឿងច្រើនបំផុតទោះអីតែអញ្ចឹងគ្រឿងញៀនជាទីខំខាំងស្ពេញហើយស្មាក៏មកទៅជឿជាក់ថាខេត្តបន្ទាយមានជ័យក៏ពេញដូចគ្នាហើយពេញដូចគ្នានឹងមានវត្តអារាមជួយកាត់បន្ថយផងណាបើប្រឡែងចេញពីវត្តមកបើយើងនិយាយឲ្យអសរោស្ដាប់ហើយស្រួលស្ដាប់មកថាមកវត្តដូចជាមួយក្រោលអញ្ចឹងទៅវត្តខ្លះ200អង្គ100អង្គវត្តដែលមានពុទ្ធកៈហើយសឹកតែក្មេងអត់ម្ដាយអត់ឪពុកចេញពីវត្តម៉ែឪចំណាក់ស្រុកនិយាយឲ្យអត់អាណាព្យាបាលដល់ទៅទាញប្រវត្តិទៅអាចគ្រប់គ្រងស្ថានភាពបានខ្លះហើយដល់ទៅប្រឡែងចេញពីវត្តទៀត100ទៅ80ហើយគ្រឿងញៀនលបែងហើយបើទៅ80ហើយវាអស់គុកដាក់ទៅទៀតហ្នឹងក្រមស្ថានភាពបានអញ្ចឹងហើយដល់កាលណាមនុស្សជាប់គុកច្រើនពេកប្រទេសយើងកំពុងអភិវឌ្ឍត្រូវការគ្រឿងញៀនលបែងណែគេហៅថាហើយបើទៅ80ធនធានមនុស្សក្នុងការធ្វើការហើយបើធនធានមនុស្សនៅក្នុងគុកអស់ហើយយកពីណាមកអភិវឌ្ឍហើយវិនិយោគក៏ដោយនេះវិញឆ្ងាយតែចុះវិនិយោគគេមកវិនិយោគប្រទេសយើងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាចម្បងជៀសវាងការចំណាយហើយបើសិនតែមកវិនិយោគស្រុកយើងអត់មានកម្លាំងពលកម្មឲ្យគេគ្រប់គ្រាន់ទេគេទៅជួលកម្លាំងពលកម្មពីខាងក្រៅមកថែមវាខាតព្រោះកម្លាំងពលកម្មពីខាងក្រៅវាថ្លៃជៀសវាងការចំណាយថ្លៃហួសពេកហើយដល់តែមកខាតពីណាគេចង់មកអនុវត្តចង់អភិវឌ្ឍចង់រកទទួលទាននៅស្រុកយើងទៀតក៏អត់ទេអញ្ចឹងគឺកម្លាំងពលកម្មនេះជាកត្តាចម្បងហើយកម្លាំងពលកម្មសប្តាហ៍ថ្ងៃមិនមែនត្រូវការកម្លាំងបាយតែមួយមុខទេត្រូវការកម្មករជំនាញហើយកម្មករជំនាញបន្តទៅទទួលបានការអប់រំអញ្ចឹងការអប់រំក្នុងផ្នែកណាក៏ដោយមិនថាសាសនាមិនថាផ្នែកពុទ្ធចក្រអាណាចក្រអីទេគឺថាទាមទារឲ្យលើកកម្ពស់ការអប់រំទទួលបានការអប់រំហើយការអប់រំនេះគឺក្នុងផ្នែកណាចាំបាច់ហើយខ្ញុំកណាសូមប្រគេនទៅគ្រូចារកម្មបន្តិចថាសិស្សសាមណនិស្សិតពេលណាចូលកងមានដល់100នាក់ជាងហើយអញ្ចឹងប្រគុណណាគុណម្ចាស់ពេលដែលចូលកងសិស្សមកពីក្រៅច្រើនក៏បីដែរសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជាពិសេសអធិការក្រុងក៏ដូចជាមេប៉ុស្តិ៍ស្អីហ្នឹងពិនិត្យមើលសារធាតុញៀនសិនចាំឲ្យចូលមកកម្លាំងសមត្ថកិច្ចគង់នៅគណាក្រុងព្រោះក៏ដូចជា100អង្គបើចូលតែមួយទៅហើយគឺថាពិនិត្យមើលសារធាតុ
cô nè mà đôi ống thì trong tầm vui tôi thấy cái là dùng chạp đi anh chân có bị mưa sân cô nè vì nam miến đọc raอย่างhai tôi đọc toàn miền rừng rau cả hai đầu bò ra cô nè của cô nè sọc một bua bật chân vì nè riêng chọn bản đất bạn nhà bạn ăn lúc bản đất ấy một bua hẳn đang dương ai tham về một sợi ấy á còn tay ông class được tôi nè thầy chung cáo mau tăng tìm toàn bua họ biên tăng tìm toàn bua ở đó được tiêu off lưới một bua tới ban lưới tới còn gặp rất là to chân chia viên đại ca là mau tăng tìm toàn bua họ cả lại vót là chia cả lại có một cái đông đường nhiên riêng cọp bấy đấy vì đất sân rồi nè riêng cô mà đôi vót thêm cả đa nhưng mà chắc bay khai về đất mà đòn thế bây giờ mi sắp lại thấy còn là cái phần đất thấy năng có vật trong cả nam biết mây mà là hôn còn sắp mây hay thế bây giờ mi sắp thấy và xong đây chỉ còn là cạn màu sông nơi mà sông riêng được vật trong cả nam nhưng mà chắc mặt bao con phải cắt vào bên mé còn té và sóng riêng chẳng óc viện lên đây lục ta để chặt bây giờ dũng sai sắp lại đây để lục riêng chọc rồi là lục về vây tre đã hai đây và cái bênนั้นriêng cần óc sao mà đây tôi cả dụ phân năm cùng bảy năm riêngนั้นmà khá là mà năm bằng xả lá và kế nó mà óc chiên một quả và cái bênนั้นriêng cần óc sao mà đấy để riêng đó xả la luôn nó không mà ông nó chim một con mà chăm mày điên còn bảy bốn đọc ông rất khơi nhá chẳng mà tham mà ông mà chăm một con là nó ó mà chăm chim mà mờ nè ai nơi bờ sông đây lúc châu đó là lúc xia lay và xia lay nâng mà ao xia lay xây tiết chim mà mờ nè đang cứ rọt lấy họ nơi bờ sông đây lúc chắc cứ là ca ốc rôm đóคือการmình sai thế nông ca ốc rôm mình bé ốc rôm mình nuôi đại trấm rồi chân chia viên kia cái đầu cả hai cái nông vua cái đôi chia ca áp ao này thành bài cột sa na nhau cái na ok chân là mình đất đây cả ca kia chỉ vui là ca trong đây mình nuôi đại trấm một là bài con bài về sanh ca và một nó đôi chia ca hai và miền hai sa ca ngắt đọc ra cái ca đi năng đây còn tại bà mình viên đấy cái ca pia tới bày khai đây và mồi khai nên mà đòn tin mối đã bay thành đi bán há thôi kia mình lúc đại dương của công ta vẫn đông đi mình bên chỉ lương rồi bỏ sừng cung đây được thay mộc cứ nạp ban từ chia chân rồi bỏ sừng cung đưa con sai chim rồi bỏ sừng cung chân bà nhà hàng đấy về mình bên lưới ba cái khai đấy bên đây và xong vào cô nè xong với kia là ngày bỏ hay thì muốn nẹp ra hay ra miền cái tết mình đất trồng riêng trồng sâu có rất một sông bua bên đây sọc ngay quạt tì pưng rồi là tì pưng chọt lấy từ một bua chân một bạn đây mà nung chân rồi bây giờ đọc sai muốn bằng ca muốn về nghề rồi chỉ chiên dương bên đây vừa ở miền sạch tới tì pưng bài chi nằm để chi lô và để chiết đau được không chân một bạn đây lô thừa là cho cột sạt xa đây mùi pi ở chân đây bên đây tam phân cứ ở chân thế người ta ăn phát đâu tâm tự búa hay được cao lượng chân nhưng tụi bạn đấy rồi trong cột xa mùi nè nhiệt độ cột bò sạt ai đâm đồng tiếng con nhàng trán mình được đọc nè đấy nông ngọc cột xa con nhàng trán thật đọc nè chưa nhưng ấy nếu cột mặt ong ấy chụp vào xong thì bọt xa cả đám đấy câu vào rồi chia mặt mày còn nè đấy nông ngọc cột xa nhàng trán thật mê vào miền đất bán hay con mà ra chia nè ai tầm mình đó hay chụp vào xong nè hay con cao mong bên tôi không mấy phân kia nhất của bạn ở đâu nè mà là con tôi sạch mà tụi mong rồi còn đâu khá nè mà không sạch bằng cái vô mà ơi đấy bà thảo bật lọt khô giá người ghi đấy ghi nên bà đâu đây mình ghi đây cho nó bây chiều viên nó người ta còn bây giờ kết thúc đa hay không rọt để cao tìm phân đi rồi bà thì rọt thì bao đấy người ta thường có ngôn được sai cường nhiên chân nông sai cột sạt na dưới người ta còn bây tại phải giấy được bị sai nâng đài chiều viên cả đẹp cho này tầm lại qua cột sạt na miền một phần năng trong một cái na sông
ប្រគិនពោចំពោះបុគ្គលណាគុណម្ចាស់ព្រះអង្គជាពិសេសព្រះអាដាមសីលញាណព្រះមេគុណខេត្តទាមានជ័យព្រះទេវសិក្ខាព្រះសិរីរតេវង្សព្រះជាគណៈព្រះអង្គព្រះមន្ត្រីសង្ឃនិងអាដាមលោកទាវជាអភិបាលរងជាពុទ្ធសាសនិកប្រធមទាំងអស់ដែលមានប្រវត្តិមានក្នុងថ្ងៃសម្ពោធដែលប្រើប្រាស់ឆ្លងនៅសាលាពុទ្ធកបឋមសិក្សានិងពុទ្ធិពិសេសព្រះពុទ្ធរូប5ព្រះអង្គហើយក្នុងនោះខ្ញុំក៏បានសូមចាប់លទ្ធផលក្នុងវត្តរតនារាមសានដាននោះចំនួន8លានរៀលផងនិងសូមនឹងពុទ្ធិពិសេសចូលជាប្រសើរទាំងជួយនៅក្នុងកម្មវិធីនេះហើយសូមឲ្យមហាជីពុទ្ធបរិស័ទទាំងអស់បានសំប្រកបជួបផ្ទះទៅនឹងពុទ្ធបរិស័ទទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3មនុស្សទេវតាព្រះនិព្វានសាសនានគរនិងសម្បត្តិណានោះសូមកុំឲ្យគ្លៀនបានតែជាប្រការដល់តែឡើយសូមអរគុណនិងអរគុណខ្ញុំប្រកាសថាតំណាងអង្គពិធីមានសេចក្តីជ្រះថ្លាដល់ក្រៃលែងចំពោះព្រះសង្ឃកតិកាដ៏មានន័យនាឱកាសនេះដែលរំលឹកចេញនៅតម្លៃនៃគុណធម៌សច្ចធម៌សិលធម៌សុជីវធម៌ព្រហ្មវិហារធម៌ដែលជាធម្មទេសនាដ៏មានអានិសង្សបំផុតផ្សារភ្ជាប់ជាមួយនឹងសង្គមសូមអនុមោទនាជាកិច្ចបន្តខ្ញុំកណាសូមរដ្ឋនានិមន្តព្រះធម្មណៈគណៈវាសីចាំមនីដើម្បីផ្ដល់ព្រះវត្តមានបកុលលិខិតថ្លែងអំណរគុណដល់គណៈសទ្ធាពុទ្ធបរិស័ទទាំងអស់បាទសូមក្រុមការងារទាំងអស់បាទរៀបចំគឺឲ្យគណៈសទ្ធាយើងបាទធ្វើដំណើរឡើងចដើខាងលិចបាទដែលនៅខាងឆ្វេងដៃព្រះវត្តមានហើយបាទនៅខាងឆ្វេងដៃព្រះវត្តមានហើយបញ្ចប់ក្រោយពីទទួលបានលិខិតថ្លែងអំណរគុណហើយធ្វើដំណើរចុះខាងស្ដាំដៃបាទអញ្ចឹងគឺសូមអញ្ជើញមកខាងនេះណាបាទអង្គពូមិញលោកយាយលោកតាទាំងអស់បាទគឺឡើងពីចដើខាងលិចបាទដើម្បីទៅឈរនៅខាងឆ្វេងដៃព្រះវត្តមានរបស់ព្រះសង្ឃធិបតីបាទក្នុងនោះគឺលោកខាត់មេងនិងអ្នកស្រីសុកជន់ហួយបាទសូមអញ្ជើញគណៈម្ចាស់សូមរដ្ឋនានិមន្តព្រះជាម្ចាស់ផ្ដល់ព្រះវត្តមានត្បិតព្រះអង្គមានប្រកាយហត់នឿយក្នុងកិច្ចការងារសម្ដែងនៅព្រះធម៌ទេសនាដ៏មានអត្ថន័យនេះឱកាសមុននេះបន្តិចក៏ប៉ុន្តែខ្ញុំកណាខ្ញុំបាទទាំងអស់គ្នាក៏សូមទៅប្រតិព្រះអង្គដើម្បីផ្ដល់ព្រះវត្តមានប្រគល់នៅលិខិតថ្លែងអំណរគុណទៅដល់គណៈសទ្ធាទាំងអស់ដែលជាបាទឧបាសកបាសិកាដ៏មានចិត្តសទ្ធាជ្រះថ្លាលះបង់នៅធនធានតខ្លួនដើម្បីជួយកសាងនៅវត្តរតនារាមរបស់យើងបាទទី1គឺលោកខាត់មេងទី2មហាបាសិកាបណ្ឌិតកុដកុសលបាទនិងមហាបាសិកាកែវសុធម្មាអិតឡៃយ៉នបាទ3ឧបាមហាបាសិកាឡុងស្រីបាទនិងស្វាមី4អាដាមហងម៉ៅនិងលោកជំទាវពួរសទ្ធា5អាដាមយឹមសំណាងនិងលោកជំទាវគង់ម៉ាលីឡុងស្រីបាទ6ឧបាសិកាហៅផលគុណព្រមទាំងគុណចៅនិងបាទក្នុងនោះគឺមកតំណាងមួយបាទ7ឧបាសកអែមសុផុនគុណម៉ាលីបាទ8មហាឧបាសិកាពុទ្ធសាសនិកធម្មធឿនច័ន្ទចេថាតំណាងមួយបាទមហាបាសកសុខសុនមហាបាសិកាឯកចម្រើនឧបាសិកាតែសុមាលីមហាបាសកឧបាសិកាម៉ែនស៊ីណាតឧបាសិការស់សូរិយាឧបាសិកាពួរស៊ីវឡៃឧបាសិកាម៉ែនស៊ីឧបាសិកាគង់គឹមហុយឧបាសិការស់សូរិយាឧបាសិកាមួយលីឧបាសិកាពួរស៊ីវឡៃឧបាសិកាអៀកំហេងការគង់គឹមហុយឧបាសិកាហួតចន្ទធីឧបាសិកាមួយលីឧបាសិការស់ហាន់ឧបាសិកាអៀកំហេងឧបាសិកាតាំងហួយការហួតចន្ទធីឧបាសិកាគីចន្ទនារីឧបាសិកាអោគុណធាវីឧបាសិកាសាកំហេងសិកាគីចន្ទនារីឧបាសិកាទួនសេងឧបាសិកាអោគុណធាវីឧបាសិកាលាស់សាវឿនកាសាកំហេងឧបាសិកាប៉ែនស្រីឧបាសិកាទួនសេងឧបាសិកាសោមសុធម្មាឧបាសិកាលាស់សាវឿនឧបាសិកាប៉ែនស្រីលោកគួយមេងនិងអ្នកស្រីគីសា
លោកជាវណ្ដានិងអ្នកស្រីប៉ៅវណ្ណីលោកហុងរស្មីនិងអ្នកស្រីអឹងលីនដាលោកជាវណ្ដាលោកស្រីយូកំជូនីលោកតាំងកម្រិតនិងអ្នកស្រីយូកំហៀននិងអ្នកស្រីអឹងលីនដាឯកឧត្តមយ៉ាងកំហុយនិងអ្នកស្រីយូកំជូសុកគាឬក៏យូគឹមគាបាទតាំងកម្រិតនិងអ្នកស្រីយូកំហៀនលោកវិញនិងអ្នកស្រីទឹកចន្ទធានិងអ្នកស្រីយូលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោកវិញជំទាវលឹងមួយគៀវចាក់ធាលោកស្រីពៅវណ្ណានិងស្វាមីមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកស្រីសៀងអេលីនិងស្វាមីលឹងមួយគៀវលោកស្រីសៀងអេងឹមនិងស្វាមីស្រីពៅវណ្ណានិងស្វាមីលោកហៃវុធីនិងអ្នកស្រីអ៊ុនសុភីរាស្វាមីលោកមុនលោកសាលីននិងអ្នកស្រីហ៊ុនជឹងមៀនលោកហៃវុធីលោកហ៊ុនលេងខៀងនិងអ្នកស្រីគង់សុវត្តទីនមុនលោកសាលីននិងអ្នកស្រីហ៊ុនជឹងមៀនលោកលឹមខៀងនិងអ្នកស្រីមួយហួរលោកហ៊ុនលេងលោកហៀងវុយនិងអ្នកស្រីវត្តអ៊ុយអូនលោកលឹមខៀងនិងលោកវងវុធីនិងអ្នកស្រីទួនម៉ាលីនលោកហៀងវុយនិងម៉ែភាពអ៊ុយអូនលោកយាយជីនៅវត្តផ្សារកណ្ដាលលោកសម្រាប់គុំនិងអ្នកស្រីណារិនអ្នកស្រីស្រៀងនិងស្វាមីលោកស្រីប៊ុននីចន្ទានិងកូនចៅលោកស្រីសូចន្ទធូនិងកូនចៅអ្នកស្រីស្រៀងនិងឧបាសិកាឈីវបួយនិងកូនចៅលោកស្រីប៊ុននីចន្ទាលោកស្រីម៉ាក់សូនីនិងកូនចៅលោកស្រីសូចន្ទធូលោកស្រីញុំទូតនិងបងប្អូនលោកស្រីអៀតខេងនិងកូនចៅលោកស្រីសសារ៉មនិងកូនចៅលោកអ៊ុយអ៊ូនិងអ្នកស្រីអ៊ូរីណាលោកលេងប៊ុនហួរនិងភរិយាលោកសេងងួននិងអ្នកស្រីថៃលីលោកវ៉ាជឹមណារ៉េតនិងអ្នកស្រីសៅកំសានលោកហេងថននិងអ្នកស្រីលីណាលោកស្រីជេងដាលីននិងឧបាសិកាហាអូនបាទសូមអង្គពិធីទាំងមូលអបអរសាទរនិងអនុមោទនាក្នុងពិធីប្រគល់នៅលិខិតថ្លែងអំណរគុណបាទសូមអនុមោទនាអញ្ជើញតឧបាសិកាលោកចៅសង្កាត់ប៉ោយប៉ែតអញ្ជើញចៅសង្កាត់ប៉ោយប៉ែតនៅលោកអ៊ុយអ៊ូអញ្ជើញតលោកចៅសង្កាត់ប៉ោយប៉ែតវ៉ាជឹងរ៉េតនិងលោកស្រីចៅសង្កាត់អូជ្រៅបងខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រគេននិងសូមជម្រាបជូនដល់គុណជីវចាស់និងអស់លោកលោកស្រីទាំងអស់បានជឿថាកម្មវិធីបន្ទាប់ក្រោមព្រះវត្តមាននៃការប្រគល់លិខិតថ្លែងអំណរគុណរបស់ព្រះធម្មរណវិស័យចន្ទមនីគឺមានពិធីកាត់ដុំសីមាចំពោះព្រះបដិមាទាំង5ព្រះអង្គគឺព្រះកុកសន្ធោព្រះគោតោនិមនោព្រះកសបោនិងព្រះសមណគោដំព្រមទាំងព្រះសហាមេត្រីអញ្ចឹងខ្ញុំកណាសូមរាប់លាននិមន្តប្រគុណជាម្ចាស់ព្រះវត្តមានសង្ឃធិបតីព្រះធម្មមវនវិស័យចន្ទមនីអង្គនិមន្តកាត់ដងសីមាដល់ម្ចាស់ចំចំណងអរគុណចំពោះគណៈកម្មការលោកស៊ូបាស្ដាប់ពេលអញ្ចឹងក្រោយពីថតនៅលោកសារីចប់យើងនឹងបន្តទៅកាត់ដុំមិត្តសីមាព្រះអង្គ5អង្គហើយក្នុងនោះមានក្រុមកណ្ដាលគឺក្រុមបរិធានបតីក្រុមរដ្ឋបតីជាដ៏ពូពោះរបស់ធម្មវណ្ណវិស័យព្រះអង្គគ្រូស្កាមនីជាបតីជាមួយព្រះឯកឧត្តមហងម៉ៅជាព្រះអង្គកណ្ដាលនេះឯកឧត្តមហងម៉ៅហើយបន្តទី1លោកស្រីឯកចម្រើនខាវវិញព្រះអង្គទី1ដល់កសន្ធោទី2តំណាងទី2កាត់សីមាទី2លោកតាំងកម្រិតនិងបងប្អូនគ្រួសារហើយដូចឈ្មោះឲ្យដល់ព្រះអង្គទី2កោរវៈមនោទី3គឺឧត្តមហងម៉ៅជាម្ចាស់សភានិងព្រះធម្មវណ្ណ
វណ្ណវិស័យចាំមកនេះជាធម្មតាក្នុងអង្គកដាការសបោសកម្មគោដំលោកខាត់មីទី4ចឹងវាឈ្មោះឲ្យទៅចំកន្លែងមួយណាទី4លោកខាត់មីទី5ព្រះអរិយសាមេត្រីមហាបាសិកាតែសុមាលីហៅគួយទី5សូមអញ្ជើញទៅតាមហើយប្រសង5ព្រះអង្គសម្រាប់ពីយ៉ាងតោហើយអញ្ចឹងក្នុងពិធីកាត់និមិត្តសេមាព្រះអង្គដើម្បីសន្និបាតថាថ្ងៃជោគថ្ងៃជ័យសាច់ជ័យខុសជាសន្និបាតឲ្យយើងជួយយើងអ៊ីធីជាស្ថាបនិកកសាងវត្តក្នុងក្រុងបរតៃនេះច្រើនណាស់ទៅជួបជាមួយព្រះអង្គផងនេះវណ្ណទាស័យណាកដាលនោះបើយើងនិយាយឃើញហើយអញ្ចឹងនេះជាថ្ងៃសន្និបាតថាការកសាងឆ្លងពុទ្ធិពិស័យព្រះអង្គក្នុងប្រសាទអរិយភាពដ៏ពងពោះព្រះអង្គគ្រូធម្មអ្នកវិទ្យាទាស័យច័ន្ទមលីដូចជាប្រសងគឺព្រះអង្គហើយជួយយកទៅទៀវម៉ែទៅអមទៅថានោះសេសខំមកកត់ពេជ្រចាហាកត់ពេជ្រទៅអមព្រះអង្គគ្រូការវិស័យទីខូកាត់វិស័យម៉ាប្រសង5អង្គទៅយ៉ាងតោតែទៀវម៉ែទៅសេសកដាលជាសេសខំបងគ្រូគួរមេតាបណ្ឌិតគួរមេតាស្ដាប់សូមបញ្ជាក់ឲ្យតាមលោកគ្រូទីទាំងគ្រប់អស់តែបានអញ្ជើញចូលរួមទៅណាដែលខ្ញុំឲ្យសញ្ញាស្គាល់ទៅដល់ដាក់សំស្កាត់មកទៀតណាគោលទី1គឺដាក់កំប៉ុកគោលទី2គឺយារមុំគោលទី3គឺកាត់ផ្ដាច់តែម្ដងចាក់ទៅសូមត្រៀមបានចាក់ទៅអត់ទៅសូមនិមន្តកាត់ការដើម្បីជាទៅចាក់សូមអត់ជួយត្រៀមមើលទៅរឿងរ៉ាវឲ្យទៅរឿងរ៉ាវឲ្យសូមឆ្លើយបងគ្នារឿងរ៉ាវឲ្យជុំដល់ណាចាំសូមទៅលើកូនទី1ចាប់បាយគោសូមស្ដាប់កូនទី2យារមុំកូនទី2ទៅយ៉ាងតាទៅយាចាំបានទៅវត្តទៅវត្តតាមវិជ្ជាហើយទៅយាសិទ្ធិយកព្រះកលេអបរាជតបាឡាសេមកវិភោកាវេអវិសេជាតកោទេណាបបបទៅសនាកាតាសម្ញាកលាំងសុភយតាសតតាសខណោសមអត្តចស្យាទាំងប្រមចារិសុភយតិនាកាយកម្មងវេចាកម្មងបច្ចៈកាតបច្ចៈនាបច្ចៈនាមនោកម្មងបនិទេបច្ចៈសេនាបច្ចៈនានៃការប្រមាណដល់បានអត់ជ័យយោហេយាយយោហេពុទ្ធសាសនាសរិយមេតាអាយ៉ាងវាសច្ចាអពុមេតាជ័យយោពុទ្ធមានសរិយអង្គគ្រាមីហើយវាមានចិត្តចូលใจបងស្រាងហើយយាយយោហេពុទ្ធសាសនាសរិយមេតាអាយ៉ាងវាសច្ចាអពុមេតារាជយោសុខមានសរិយអង្គគ្រាមីហើយមានចិត្តចូលใจបងស្រាងហើយមកមុខទីទឹកក៏ទៅជ័យចាំយកដល់ស្គាល់ស្គាល់គ្នាកាត់តគ្នាសុខដានណាយោក៏បងតែអ្នកទាស័យមកហោសិមាប្រែណាហើយទៅកាត់កោពីគ្នាអូខេណាទៅជាអរមួយមកពីមកសុខុមរងទៅមកដល់ទៅនេះទៅទៅកាយយល់ណាកាយទៅយល់ទៅទៅបាក់ទៅណាសិនមើលថាទៅជួយបាក់ទៅឲ្យអត់ទៅណាសិនមកគួរទៅយកមកកម្ពុជាដើមនេះសេនាបាត់ជួយការជួយតិចទៅទៅសុំទៅសម្រាប់បងគ្រូសវ័យបាត់ទៅមេគ្រូសិនណាសវ័យអត់ទៅได้សុំសម្រាប់ទៅទៅណាបានមកប្រោះទៅឲ្យទៀតទៅអស់ហើយអីស្អីខំអីស្អីណាទៅដល់ទៅដល់ពីវត្តទៅកាន់ណាទៅវត្តចាំទៅតាណារាទៅណាចាំទៅឲ្យយូរទៅដល់រាទៀតសំខាន់របស់ព្រះណាបងសូមអធិស្ឋានទៅពីណាទៅបោះទៅណាអ
ហានសងហ្នឹងណាអស់50អុកថ្ងៃនេះ50អុកសម្រាប់យើងជួយក្នុងអត្ត150000ជួយឧបត្ថម្ភហើយយើងជួយចាត់ទៀតតែឲ្យយ៉ាងការឲ្យបងគ្រូកសាងខ្លោងវាគឺនៅអរិយកាលគឺនៅសម័យកាលអូសាធុយើងចូល50000រៀលសមាធិអរគ្រូតែម៉ៃលោកកំពុងផែនការរបស់លោកកសាងខ្លោងវាប្រសាទគោវត្តយើងយកតែទីនៅគោវត្តគេព្រមមក4ណាអូយើងចូល20000រៀលសមាធិរៀលមកយកមកសមាធិណាហើយតែនេះเอาไว้เอาไว้បោះក្រុមឲ្យខ្ញុំកណ្ដាប់ពីសមាធិរៀលចូលមកសមាធិរៀលមកចូលមកណាកម្មការធ្វើកម្មទទួលគាត់នេះណាចឹងសូមអនុមោទនាយកចូល10000រៀលអូយក50000រៀលយកតែ10000រៀលសូមអនុមោទនាយកបង្ហាញការស្ដាប់បងយក10000រៀលណាយកមក100000រៀលអូជួយអត់ទៅយកមក30000រៀលយកបង្ហាញការស្ដាប់ទៅអូយក30000រៀលអូ20000រៀលទៀតអូ5000រៀលទៀតសាធុអូដល់បងយកនេះបងពិសេស20000រៀលទៀតអូ10000រៀលសាធុអូ5000រៀលអូយកទៅការចូលបងអូយកទៅ20000រៀលថ្ងៃនេះមកវត្តសាកលបានបងច្រើន300បាទខ្ញុំសូមអនុមោទនាដល់ខ្ញុំលោកតែព្រៃកន្លងក្នុងមកអូយកមក20000យកផ្សេងតែ20000រៀលឧបត្ថម្ភសូមអនុមោទនាដល់ខ្ញុំ200បាទ20000រៀល20000រៀលហូបច្រើនអរបានឧបត្ថម្ភលោកហើយជួយកសាងអូយកដល់20000ទៀតសូមអនុមោទនាយកបញ្ញាណាស្រឡោគ្រឿៗឲ្យចាក់ចាក់ចាស់បងណាយកទៅ10000រៀលទៀតការបញ្ញាណាស្រឡោសម្រាប់បញ្ញានោះហើយមកបានជួប5000រៀល50000រៀលអូ50000រៀល10000រៀលដល់សាធុណាបញ្ញាណាបានទៅមកណាឲ្យយូរពេកឲ្យជួយណាអូ5000 50000យកទៅសាលានេះណាអូសាលាបឋមសិក្សាវត្ត50000រៀលសូមលោកគ្រូនាយកគ្រូទាំងសូមសាលានេះណាសូមអនុមោទនាអូ50000រៀលអូមួយថ្មីខ្ញុំសូមអនុមោទនាអូសូមជាអូអត់ថ្ងៃនេះជាហើយមកនេះជារបស់អស់លឺថ្ងៃលឺឈាមលឺអីក្រោយមកជាអស់ថ្ងៃនេះអូចូលសូមអនុមោទនាណាយកអូយកចូល10000រៀលមកដល់ការសាធុយកមកជួបព្រះកាប្រវងខ្ញុំណាសូមអនុមោទនាយកអូ50000រៀលទៅតែអូសូមអនុមោទនាសូមចម្រើនទៀតតែជាបារមីរស់ស៊ីយើងបានគេចូលដល់សូមអនុមោទនាអូ200បាទដល់អូចាំណាយកដល់អូ200បាទ20000យកមកណាយ៉ាងណាសម្រាប់បានលក្ខផលយ៉ាងនោះយ៉ាងណាអូ200បាទមកហើយឲ្យទៅដល់ឲ្យចាំទៅចឹងអត់សអបានមកបានផងហើយក្រោយដល់សូមអនុមោទនាសូមអនុមោទនាអូមកដៃ50000រៀលដល់មើលយក50000រៀលដល់20000អូយកពីរូបភូមិហើយ50000រៀលយកនេះអូនេះបានអូច្រើន20000រៀលទៀតមកយកមកនេះបានអូសុពូអូសុពូនៅស្រីមុខកអូដល់ពីកលោកច្រើនណាស់ខ្ញុំនិយាយខ្ញុំបើថាបោកយកទៅដល់យកសូមអនុមោទនាហើយយកទៅថាយ៉ាងណាសម្រាប់តាមនេះបើយើងចុះអូនៅលោកកា5000រៀលអូ1500រៀលនេះមកតបអូ5000ថាយកមកយករស់ស៊ីបានណាបើឲ្យគាត់សាកដានធំណារហូតហើយអីសូមយកមករើបានសាបានអូរៀលអូ10000រៀលអូយកអរគុណយកសាធុយកមកបានពេលជាអូទៅយកអូខេដល់ចូល20000រៀលទៀតអូយក20000រៀល10000រៀលមកថ្ងៃនេះបាក់ឈឺហើយឈឺទៅឈឺទៅគងឈឺពូមានឈឺគឺជា200បាទអូកាហ្វេសាធុសម្រាប់មករៀលមកអូកាន់ឈឺជឿនមកទៅបាក់ឈឺមកចូលមកលោកមកដល់លះពីគាត់ពលរដ្ឋពីកងហើយចូលឲ្យមកសូមមកមើលចូលបងសូមអនុមោទនាមកណាយូរវិញមកណាអត់ជាពីលោកមកខាងណាមកអូយកមកមើលអូវិសាការ20000រៀលមកសូមមកយូរវិញមកណាសូមអនុមោទនាណាជួយបងគ្រូចៅការលោកកសាងទីចំកូន100អូយក20000រៀលសូមយកជួបព្រះច្បាប់បទគ្រប់ជាតិខ្ញុំណាសូមអនុមោទនាប្រតិពីយួរបច្ច័យមកដៃនៅប្រហែលអូសូមអនុមោទនាអានេះ200បាទអូសូមអនុមោទនាបន្ថែមសូមអនុមោទនាអូញោមសាធុណាហើយយើងយកពុទ្ធបរិស័ទហើយខ្ញុំពីថៃគីមចូលទៅហើយណាសូមអនុមោទនា
ចេះឆាប់ចាស់រស់ស៊ីឆាប់លឿនឆាប់បានដល់ការមូលគុំឲ្យយើងនេះដូចអ៊ីចាក់មានប្រាក់ដូចអ៊ីគោលើកឡើងមកចំហតាមមករោជើងទៅសម័យមកវិញមកថ្ងៃនេះមានទ្រព្យមានលុយមានមាសបានមកករោជើងទៅសម័យមកវិញមកយ៉ាពីលើតាមទៅមកចូលដល់យើងណាព្រះអង្គអឿនវិធីមកនេះជួយឲ្យអូថែមវិធីឲ្យថាសកម្មឲ្យថានេះថាជួយឲ្យអូតែយកមកតាមដែរយកមកយកចង់បានសក់យកចង់បានតោងបារមីព្រះអង្គតែមកចង់ជួយតោងបារមីព្រះអង្គពេជ្រចាំព្រះអង្គចាំនេះថ្ងៃនេះយកមកយកចូលរួមចំណែកឲ្យគុណស្ដាយយកសូមអនុមោទនាដល់បងកុសលសូមអនុមោទនាពុទ្ធបរិស័ទហើយខ្ញុំថាអាចសូមអភ័យទោសបានព្រឹកនេះទៅលើវិធីសម្ដីរបស់សំរុំតាអស់នេះតែទទួលសូមអភ័យទោសហើយខ្ញុំត្រឡប់ទៅវិញហើយសូមជម្រាបលាលើតាទៅដល់ស្រុកវិញបាទសូមអរគុណណាស់សូមអរគុណព្រះអង្គដែលបានជួយថាសូមអរគុណជ័យឆ្នាំនេះទៅអរគុណដល់លើតាដែលបានជួយចែកផងដែរសូមអរគុណសូមជម្រាបលាហើយទៅជាសុខភាពរបស់គ្នានេះសម្រាប់រហូតនេះបងដល់នៅក្នុងថ្ងៃនេះក្រុមណាយុវជនក្រុមហើយបែរដោយនៅរងឲ្យយើងកណ្ដាលតាមភាពជាកិត្តិយសក្រុមបានទៅក្រុមណាយុវជនចូលរួមការទីបងយុវជនចូលតែបានមានតែការចូលរួមរបស់ប្រទេស70000ជាងសូមអនុមោទនាសូមអនុមោទនាដល់អរគុណព្រះលោកអូបានដឹកនាំក្រុមការយុវជនจากបងប្អូនของเอสมរថាការសម្ដែងដល់បងប្អូនណាសូមអនុមោទនាហើយលោកអូការមកលើកដៃយកព្រៃកលាផងលះពីវត្តក្នុងពីកហើយកូនចាប់ក៏ឲ្យទីទួមកលើសពតបងលោកមកសាកដាអស់នេះសូមអនុមោទនាហើយយ៉ាងណាសម្ដែងរបស់យ៉ាងមិនដល់សូមអនុមោទនាសាអស់ហើយបាទអត់ទៅលោកនេះសាខ្លះអត់ទេសាទៅសម្រាប់ផងអត់អាចទេកសាងកម្រិតទៀត$1លានបន្តទៀតទឹក$20000ដល់ខោវា$20000ជាងផង$20000ជាង$20000ហើយនេះនៅមិនសោះទេខ្លួនឲ្យទុកទិញបន្លែទិញស្រាទិញបាយណាបាញ់ពីកណ្ដាលចូលបងស្លាយបាយហ្នឹងណាចិត្តជួយរួមចំណែកតាមអ្នកផលមួយបងតែដែរដើម្បីកសាងបន្តទៀតឲ្យចិញ្ចឹមប្រសង់ដល់100ជាងអង្គ20000រៀលសូមអនុមោទនាខ្ញុំខាងនេះ20000រៀលទៀតសូមអនុមោទនាយ៉ាងសាហាវដល់ព្រះស្រីចតុសេចក្តីអំណរប្រាថ្នាក្នុងចិត្តយ៉ាងណានោះសូមបានសម្រេចយ៉ាងនោះចុះសូមអនុមោទនាដល់ទៀតខ្ញុំខាងនេះ10000រៀលទៀតសូមអនុមោទនាដល់ខ្ញុំដែលបានជួយអបថមត្រនៃការកសាងព្រះពុទ្ធរូបដែលជាការសាងរបស់ក្នុងទៀតសម្រាប់ផងជាច្រើនទៀតសូមអនុមោទនាខ្ញុំបងសូមសិទ្ធិពលជួយស្វែងរករបស់សូមអានសូមបានបានសម្រាប់ទុកពលឲ្យមានការជួយបានសហរយៈ3គ្លៀនទៀតបានសូមអនុមោទនាបាទហើយនិមន្តព្រះមន្ត្រីសង្ឃទៅចូលទៅឯងនៅក្នុងក្រមតាមរិស័យរបស់រិស័យដើម្បីទទួលអាហារផុតថ្ងៃត្រង់ព្រះមន្ត្រីសង្ឃគ្រប់អស់ហើយយកគណៈសភាទៅធំទាំងអស់ចាំប្រគេនទាំងលោកសិនទៅយកណាយកអានិសង្ឃឆ្លងដល់ពុទ្ធចេតនាមុញ្ញរៈចេតនាអបរាបរៈចេតនាញោមយកឆ្លងបន់ទៅពេញថ្ងៃនេះនៅសល់ប្រគេនទាំងលោកវិញព្រោះទេវាឆ្លងទៅជាប់បន់ដល់តែប្រគេនរបស់ពេលគុណហើយយើងយកគណៈសភាទាំងអស់ថ្ងៃនេះយើងបានកាត់និមិត្តសេមានិមិត្តនេះសន្មតថាទីនេះបានកសាងព្រះអង្គតែប្រាប់ព្រះអង្គឲ្យទីហើយបាទទេសូមយ៉ាងតាមព្រះមេស្ដេចចតុស្រីដំណើរបានប្រាថ្នាយ៉ាងណាសូមបានសម្រេចយ៉ាងលោកចុះសូមអនុមោទនាបងបាទទៅមកហើយយកចូលរួមបរិយានៃការជួយរួមចង្ហាន់ហើយដូចជាការចូលរួមនៃការកសាងនៅសមិទ្ធផលនានាយ៉ាងច្រើនកកបាននេះបងដោយសិទ្ធិជ្រះថ្លាបងយកទៅញោមរៀនអំណរចង់ចូលរួមបានដោយគណៈកម្មការកណ្ដាលទទួលចតុបច្ច័យរបស់ញាតិញោមដើម្បីឆ្លងនៅសទ្ធារបស់ថ្ងៃនេះយើងបានឆ្លងច្រើនណាស់ញោមបងឆ្លងការកសាងនៅពុទ្ធរូបសាលាបាលីបងការកសាងនៅរូបសម្ដេចសម្ដេចសម្ភារជួនណាដូចជាសមត្ថផលនេះជាច្រើនដែលយើងបានកសាងរយៈពេល5ឆ្នាំក្រោយការដឹកនាំរបស់ព្រះសម្ដេចតាគុំញាតិចង់ជួយឧបត្ថម្ភខាងដើមនៃពុទ្ធភូមិមកហានៅពុទ្ធភូមិមកមហាកុដចូលព្រះទេវស្ថាបណ្ឌិតទូលេខាផ្ទាល់ដែលជាប្រធានស្ថាបនិកមកមហាកុដនេះលោកចាំទទួលយើងយកចូលព្រះទេវស្ថាបណ្ឌិតទូ
ก็ញាតិញោមចង់ចូលរួមជាប់ជាប់បាននិស័យនៅដែនដីពុទ្ធភូមិអញ្ជើញទៅចូលរួមជាមួយព្រះអង្គជួយមេត្តាគណៈបណ្ឌិតជួយមេត្តាផ្ទាល់នៅក្នុងរោងនៅក្នុងមហាកុដហើយតែចែកប្រទេសលោកអង្គមេគុណណាលោកមេគុណព្រះគ្រូណាអង្គមេគុណគេនឹងហានអង្គមេគុណសិនណាអត់អង្គមេគុណដែរមុនទៅក្នុងក្រុមព្រៃរស័យក្នុងព្រៃរស័យបាទព្រះមន្ត្រីសង្ឃប្រធានាធិការគ្រប់ព្រះអង្គនិមន្តទៅក្នុងក្រុមព្រៃរស័យហើយព្រះអង្គគ្រូលោកតសាងវត្តចាក់ស្អាតណាស់ក្នុងក្រុមព្រៃរស័យសម្រាប់មានពិធីបុណ្យផងដែរទទួលណាទទួលจะก็ตรงเป็นคนเป็นคนแต่ว่าจะตายโอ้สาธุสาธุนายกสายปีออกเมื่อเรียนเจริญภาษาในสมัยตะพานเนี่ยก็ตรงเราที่บอกจะเป็นสายสดสดคนใจสายคนหรือว่าสองอ่านข้าที่อยากเป็นสายสมัยเป็นสายคนเราที่เป็นตัวที่สายในจังหวัดมาจากเราบ้างบางสมัยเป็นคนรักการฮัลโหลครับผมและมันก็ได้เป็นนะผมให้เราสองอ่านเราจะได้ก็สาธุสาธุลุยต่อใส่เทียบบ้านก็ผ่านเทียบบ้านก็ดำเนินการเรื่องการก่อสร้างในสมัยตะพานเนี่ยเขาในการก่อสร้างของโอ้โห